ប្រពន្ធកំពុងប្រជុំនៅក្រុមហ៊ុនតែប្តីបែរជាអុកស្រីស្នេហ៍នៅក្នុងឡានបន្ទាប់ពីប្រពន្ធប្រជុំចប់គាត់ក៏បានទេទៅប្តីភ្លាមប្រាប់ប្តីថាគាត់ត្រូវទៅធ្វើការនៅខេត្ត3ថ្ងៃពេលត្រឡប់មកវិញគាត់នឹងផ្ទេរភាគហ៊ុនទាំងអស់ឲ្យប្តីជាអ្នកចាត់ចែងស្រីស្នេហ៍ដែលនៅក្បែរនោះហៅថាប្រពន្ធនឹងទៅខេត្តដើម្បីបង្អួតភាពហឺហាក៏សុំសោវេលាពីបរិសនោះថ្ងៃបន្ទាប់ក៏នាំគ្រួសារចូលទៅរស់នៅពេលស្រីស្នេហ៍ចូលទៅដល់ភ្លាមក៏ច្រឡំម្ដាយរបស់បរិសនោះថាជាអ្នកបម្រើហើយបញ្ជាឲ្យគាត់ឆុងតែលើកទឹកគាត់ឃើញមនុស្សចម្លែក3នាក់ក៏រៀបនឹងដេញពួកគេចេញតែម្ដាយរបស់ស្រីស្នេហ៍មិនខ្វល់ខ្វាយអ្វីទាំងអស់ក៏ទះកំភ្លៀងលើមុខគាត់មួយដៃគាត់ឃើញពួកគេច្រឡះបើពេកក៏ទេទៅកូនប្រសារដែលរៀបនឹងចេញទៅខេត្តអាឡូម៉ាក់ម៉េចអ្នកចង់ឲ្យកូនស្រីដែលជាអ្នកបម្រើលាងចានរបស់អ្នកឲ្យមកលាងចានឲ្យពួកយើងមែនទេកូនប្រសារម៉ាក់ក្មេកត្រូវគេធ្វើបាបតាមទូរស័ព្ទក៏ពន្យាពេលធ្វើដំណើរហើយប្រញាប់ត្រឡប់មកផ្ទះវិញម៉ាក់មានរឿងអីកើតឡើងហ្នឹងយីវពួកគាត់ចូលមកដល់ក៏វាខ្ញុំដោយគ្មានហេតុផលថែមទាំងបញ្ជាខ្ញុំបែបនេះទៀតហួសហេតុពេកហើយអ្នកហ៊ានធ្វើដាក់ម៉ាក់ខ្ញុំបែបនេះផងខ្ញុំមិនលើកលែងឲ្យអ្នកដាច់ខាតអូហូស្លៀកពាក់មើលទៅសំរុំដែរតែសម្ដីធំខ្លាំងណាស់ប៉ាមិនដឹងទេស្មានតែអ្នកជាម្ចាស់ផ្ទះនឹងទៅហើយមែនហើយអ្នកស្មានថាអ្នកជាអ្នកណាដឹងទេថានេះជាកន្លែងណាដឹងទេថាវិឡានេះតម្លៃប៉ុន្មានអ្នកទាំងពីរសូម្បីតែបង្គន់នៅទីនេះក៏អ្នកទិញមិនរួចអស់មួយជាតិដែរមែនហើយមនុស្សធនថោកទាបដូចអ្នកសំតែនៅបន្ទប់ក្រោមដីជាមួយសត្វកណ្ដុរប៉ុណ្ណោះអីចឹងហីបើតាមអ្នកនិយាយវិឡានេះមិនមែនអ្នកជាអ្នកទិញទេមែនទេហើយវិឡានេះមិនមែនខ្ញុំអ្នកទិញមែនតែសង្សារខ្ញុំជាអ្នកទិញចាំពេលពួកយើងរៀបការរួចពិតណាស់ខ្ញុំក៏មានចំណែកដែរព្រោះសង្សារខ្ញុំជាអ្នកមានវិឡានេះគឺជាផ្ទះរបស់បងថ្លៃនាពេលអនាគតរបស់ខ្ញុំគឺលោកឆៅខេនៅភូមិព្រឹសឆៅនឹងណាថាហៅខេគឺជាសង្សាររបស់អ្នកមិនដែរអ្នកក៏ធ្លាប់ពីឈ្មោះដ៏ល្បីល្បាញរបស់កូនប្រសាខ្ញុំដែរមែនទេក៏ត្រូវដែរមនុស្សដែលមានបុណ្យស័ក្តិនិងឋានៈខ្ពង់ខ្ពស់ដូចគាត់អ្នកធ្លាប់ពីឈ្មោះគាត់គឺជារឿងធម្មតាបំផុតមិនដែរខ្លាចហើយមែនទេបើខ្លាចហើយក៏ប្រញាប់ត្រឡប់ទៅផ្ទះជួជាន់ក្រោមដីរបស់អ្នកវិញទៅទីនេះមិនមែនជាកន្លែងដែលមនុស្សដូចអ្នកគួរមកឡើយអញ្ចឹងមានន័យថាហៅខេគឺជាសង្សារដែលអ្នកកំពុងនិយាយដល់មែនទេហ៎នេះគឺជាកាដូបញ្ជាក់ស្នេហ៍ដែលលោកឆៅឲ្យខ្ញុំវាមានតម្លៃដល់ទៅ5លានយ៉នឯណោះជាវត្ថុប្រណិតដែលអ្នករកលុយពេញមួយជាតិក៏ទិញមិនបានដែរប្តីសម្លាញ់តើអ្នកឃើញចិញ្ចៀនត្បូងកណ្ដៀងរបស់ខ្ញុំទេអាមួយដែលដេញថ្លៃបាន5លានកាលពីសប្តាហ៍មុននឹងណាខ្ញុំមិនឃើញផងនឹងអត់ឃើញទេតើអ្នកភ្លេចទុកនៅក្រុមហ៊ុនឬអត់អ្នកសាក់រកមើលម្ដងទៀតទៅណាល្អណាស់ហ៊ានយកលុយខ្ញុំទៅលួចទិញចិញ្ចៀនឲ្យគេដើម្បីយកចិត្តស្រីក្មេងម្នាក់នេះអ្នកធ្វើបានល្អខ្លាំងណាស់មិនក៏យ៉ាងអីចឹងខ្លាចរហូតដល់ឈួតហើយមែនទេបើអីចឹងប្រញាប់លុបជង្គង់ចុះភ្លាមទៅហើយសុំទោសអូនប្រុសរបស់ខ្ញុំជាបន្ទាន់អូមិនបាច់សុំទោសអីក៏បានដែរឲ្យតែយប់នេះអ្នកព្រមនៅកំដរខ្ញុំនឹងព្រមលែងខ្លួនអ្នកឲ្យទៅយ៉ាងម៉េចដែរហា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 អ្នកប្រយ័ត្នខ្លួនឲ្យមែនទែនទៅអ្នកចាប់ហើយលើកនេះថ្ងៃនេះកុំសង្ឃឹមថាអ្នកទាំងពីរម្ដាយកូនអាចចេញពីទីនេះបានឲ្យសោះអូយកាត់អីនឹងអូនសម្លាញ់មិនក៏យំអីដែរអ្នកត្រូវតែជួយរកយុទ្ធធម៌ឲ្យខ្ញុំណាអ្នកបម្រើដែលអ្នកជួលមកនឹងកូនស្រីរបស់គាត់ហ៊ានមកធ្វើបាបខ្ញុំដល់ថ្នាក់នេះថែមទាំងហ៊ានធាក់ប៉ារបស់ខ្ញុំទៀតផងអ្នកបម្រើស្អីខ្ញុំមិនដែលជួលអ្នកបម្រើណាទេអីគេអ្នកមិនបានជួលពួកគេមែនទេចុះពួកគេគឺជាអ្នកណាទៅវិញចៅខៃអ្នកសាកបើកភ្នែកឆ្កែរបស់អ្នកមើលឲ្យច្បាស់មើលថាខ្ញុំជាអ្នកណាមិនក៏ស្រាប់តែដាច់វីដេអូអីចឹងអូមិញនេះសេវាអត់ល្អទៅវីដេអូខលវាដាច់ដោយខ្លួនឯងបាត់ទៅហុចទូរស័ព្ទឲ្យស្រីដែលធ្វើបាបអ្នកនោះមកស្ដាប់ឲ្យច្បាស់ខ្ញុំមិនខ្វល់ថាអ្នកជាអ្នកណាទេហើយខ្ញុំក៏មិនខ្វល់ថាហេតុអ្វីបានជាអ្នកមកនៅក្នុងវិឡារបស់ខ្ញុំដែរតែខ្ញុំប្រាប់អ្នកឲ្យដឹងឥឡូវនេះអ្នកត្រូវសុំទោសគ្រួសារមិត្តស្រីខ្ញុំភ្លាមបើមិនអីចឹងទេខ្ញុំនឹងកម្ចាត់អ្នកចេញពីក្រុងជាងចឹងនេះទេសុំទោសខ្ញុំភ្លាមមកបើមិនអីចឹងខ្ញុំនឹងកម្ចាត់អ្នកចោលអ្នកចង់ឲ្យខ្ញុំសុំទោសហើយថែមទាំងចង់កម្ចាត់ខ្ញុំទៀតផងចៅខៃអ្នកសាកស្ដាប់ឲ្យច្បាស់មើលថាខ្ញុំជាអ្នកណាសំឡេងនេះឬមួយក៏គាត់គឺជាលីយ៉ាអាឡូប្តីសម្លាញ់មិនក៏អ្នកមិននិយាយអីចឹងមិនអាចទេស្រីល្ងងម្នាក់នោះប្រាប់ខ្ញុំផ្ទាល់មកថាគាត់ទៅធ្វើការនៅឆ្ងាយបាត់ហើយពេលនេះគាត់គួរតែនៅលើយន្តហោះតើមិនក៏អាចមកនៅផ្ទះបានទៅអូអូនសម្លាញ់ចាំបងបន្តិចណាបងមានការបន្តិចចៅខៃបើគ្មានអ្វីប្រែប្រួលទេពេលនេះអ្នកគួរតែទៅមកបញ្ជាក់ជាមួយខ្ញុំហើយមែនទេគួរឲ្យស្ដាយទូរស័ព្ទផ្ទាល់ខ្លួនរបស់ខ្ញុំភ្លេចនៅក្នុងឡានបាត់មើលទៅរឿងនេះត្រូវសម្ដែងម្ដងទៀតហើយ
សូមទោសលេខដែលលោកអ្នកកំពុងហៅកំពុងជាប់រវល់សូមเต็มកំដងស្រីល្ងងម្នាក់នោះច្បាស់ជានៅលើយន្តហោះហើយអ្នកជាអ្នកណាវាមិនពាក់ព័ន្ធនឹងខ្ញុំទេតែឥឡូវនេះអ្នកបានមកប៉ះពាល់មិត្តស្រីរបស់ខ្ញុំមិនព្រមសុំទោសមែនទេអ្នកចាំមើលទៅចង់ឲ្យខ្ញុំចាំមែនទេល្អណាស់ខ្ញុំចង់ដឹងណាស់ថាអ្នកនឹងបញ្ចប់រឿងនេះដោយរបៀបណាអូនសម្លាញ់បងនឹងទៅដល់ឥឡូវនេះហើយបងឲ្យខាងសន្តិសុខទៅមើលសិនអូនចាំបន្តិចណានៅតែមិនព្រមចេញទៅទៀតមែនទេដល់ពេលបដូរអ្នកគ្រប់គ្រងគេមកដល់អ្នកនឹងដឹងខ្លួនមិនខានគាត់មិនអាចចេញទៅដោយងាយបែបនេះទេត្រូវតែសងថ្លៃព្យាបាលឲ្យស៊ីវស៊ីងត្រូវតែសងថ្លៃព្យាបាលឲ្យខ្ញុំអ្នកណាហ៊ានមកបង្កចំនួនក្នុងវិឡារបស់លោកប្រធានជើអ្នកគ្រប់គ្រងលោកមកចំពេលល្អណាស់មានមនុស្សម្នាក់នៅក្នុងវិឡាមិត្តប្រុសខ្ញុំវាមនុស្សផងមានរឿងបែបនេះកើតឡើងផងមែនទេចាំមើលថាអ្នកណាហ៊ានមកបង្កចំនួននៅទីនេះយឺមិនអីទេណាជឿខ្ញុំទៅអ្នកឯងមកបង្កបញ្ហានៅទីនេះមែនទេតើអ្នកដឹងទេថាលោកឆៅមានឋានៈបែបណានៅទីក្រុងយ៉ាងចឹងនេះគាត់ក៏ឈ្មោះលោកឆៅដែរគាត់គឺឆៅខេដែលយកឈ្មោះខ្ញុំទៅប្រើហើយដើរបង្កបញ្ហានៅខាងក្រៅយូរមកហើយចុះអ្នកដឹងទេថាខ្ញុំជាអ្នកណាមិនខ្វល់ថាអ្នកជាអ្នកណាទេហ៊ានមកបង្កបញ្ហានៅទីនេះផងទោះជាអ្នកជាអតិថិក៏ត្រូវរងគ្រោះដែរតាមដែលខ្ញុំដឹងលោកឆៅដែលអ្នកនិយាយនោះគ្រាន់តែជាកូនប្រសាស្នាក់នៅផ្ទះខាងស្រីតាមែនហើយលោកឆៅហាក់ដូចជាមានប្រពន្ធហើយអីចឹងមានន័យថាអ្នកជាស្រីកំណានមែនទេអូយខ្ញុំជាសង្សារផ្លូវការរបស់លោកឆៅគាត់រៀបនឹងលេងលើហើយមែនហើយលោកឆៅបានសន្យាថានឹងរៀបការជាមួយកូនស្រីខ្ញុំនឹងក្លាយជាម្ចាស់វិឡានេះនៅថ្ងៃមុខឥឡូវនេះខ្ញុំបញ្ជាអ្នកវាបំបាក់ជើងស្រីឈួតម្នាក់នេះភ្លាមទៅមិនបានទេទោះបីជាត្រូវស្លាប់ក៏ដោយគាត់នៅតែជាមនុស្សស្រីរបស់លោកឆៅទោះជាយ៉ាងណាខ្ញុំក៏មិនហ៊ានប៉ះពាល់គាត់ដែរប៉ុន្តែហេតុអ្វីបានជាខ្ញុំមើលទៅគាត់ដូចជាសាំភ្នែកម្លេះបានហើយឈប់ឆ្លោះគ្នាទៅអ្នកនាងអ្នកសុំទោសលោកស្រីម្នាក់នេះទៅរឿងនេះនឹងចប់ហើយឲ្យខ្ញុំសុំទោសគាត់សុំដែរអ្នកចង់សាកល្បងមែនទេតើខ្ញុំទុកមុខឲ្យអ្នកខ្លាំងពេកមែនទេមិនអន់ដែរតើហ៊ានប្រមាថខ្ញុំផងខ្ញុំនឹងយកជីវិតអ្នកយឺប្រយ័ត្នយឺនេះជានាឡិកាដែលអ្នកចូលចិត្តបំផុតតើគ្រាន់តែជានាឡិកាដាច់ដាប់មួយសោះតើលុយទាំងនេះអាចទិញនាឡិកាបែបនេះបាន10គ្រឿងឯណោះតែប៉ុណ្ណឹងសូម្បីតែគ្រឿងបន្លាស់មួយគ្រាប់នៃនាឡិកាខ្ញុំក៏ទិញមិនបានផងមែនអត់ហ្នឹងអូហូចង់មកបោកប្រាស់គេមែនទេស្មានថាខ្លួនឯងជាលោកចៅមែនទេចេញក្រៅពាក់នាឡិកាតម្លៃរាប់លានអីចឹងមែនហើយស៊ីវឈីងរបស់ពួកយើងធ្វើការនៅក្នុងហាងនាឡិកាតើគាត់គ្រាន់តែមើលមួយផ្លែក៏ដឹងថានាឡិការបស់អ្នកមានតម្លៃប៉ុន្មានដែរប្អូនប្រុសប្រាប់ពួកគេទៅថានាឡិកាដាច់ដាប់នេះជាសម្រាប់ប្រភេទណានេះឬមួយនេះគឺជា Patek Philippe 1928 ម៉ូដែលថ្មី Patek ស្អីគេហ្នឹងប្រាប់ខ្ញុំមកថាវាមានតម្លៃប៉ុន្មានខ្ញុំជាបងស្រីរបស់អ្នកខ្ញុំមានតែលុយប៉ុណ្ណោះបើចង់សងនាឡិកានេះយ៉ាងហោចណាស់ក៏20លានដែរអីគេ20លានរឿងនេះវាមិនអាចស្រីម្នាក់នេះមិនក៏មាននាឡិកាថ្លៃបែបនេះអ្នកមើលច្រឡំឬអត់មិនច្រឡំទេនាឡិកានេះមានប្រព័ន្ធការពារការខ្លាញ់បន្លំពិសេសលើលោកនេះមានតែ20គ្រឿងប៉ុណ្ណោះវាជាកម្ពុជានាឡិកាក្នុងចំណោមនាឡិកាទាំងអស់អីគេមិនថាចង់សងតាមតម្លៃដើមទេអីយកលុយមក20លានមិនឲ្យខ្វះ1រៀលទេអ្នកណាថាព្រមសងតាមតម្លៃដើមហេតុទោះនិយាយបែបនេះក៏ដោយតើអ្នកមានភស្តុតាងអ្វីថានាឡិកានេះជារបស់អ្នកខ្ញុំមើលទៅប្រហែលជាអ្នកលួចគេមកទេដឹងច្បាស់ជាអ្នកលួចគេមកហើយបើអ្នកមាននាឡិកាតម្លៃ20លានមែនមិនក៏ទុកឲ្យម៉ែអ្នកមកធ្វើជាអ្នកបម្រើនៅទីនេះអ្នកណាថាម៉ែខ្ញុំធ្វើជាអ្នកបម្រើនៅទីនេះបើគាត់មិនមែនជាអ្នកបម្រើចុះហេតុអីគាត់មកនៅទីនេះខ្ញុំនឹកឃើញហើយគាត់គឺជាម្ចាស់ផ្ទះពិតប្រាកដនៅទីនេះគាត់គឺជាលោកស្រីលីងភរិយារបស់លោកចៅអីគេអ្នកមិនថានាងជាភរិយាលោកចៅលោកស្រីលីងមហាសេដ្ឋីដែលមានទ្រព្យរាប់ពាន់លានម្នាក់នោះមែនទេបាទខ្ញុំនឹកឃើញហើយកាលពីប្រជុំគណៈកម្មការលើកមុនខ្ញុំបានឃើញលោកស្រីលីងឡើងថ្លែងការណ៍មិនអាចទេខ្លាញ់ខ្លាយទេច្បាស់ជាខ្លាញ់ខ្លាយហើយគាត់មិននឹងអាចជាលោកស្រីលីងទៅកើតអ្នកធ្វើជាស្រីកំណានលួងលោមប្តីខ្ញុំថែមទាំងហ៊ានចូលមកក្នុងភូមិគ្រឹះរបស់ខ្ញុំទៀតលួចវាយធ្វើបាបម៉ែរបស់ខ្ញុំចៅមេហ្វាំងល្អណាស់ខ្ញុំលោកស្រីលីងអ្នកស្ដាប់ខ្ញុំសិនខ្ញុំស្ដាប់ខ្ញុំពន្យល់សិនចាំបន្តិចខ្ញុំយល់ហើយខ្ញុំយល់ទាំងអស់តើអ្នកយល់ពីស្អីទៀតហើយបងស្រីរឿងទាំងអស់នេះគឺមកពីស្រីថោកទាបម្នាក់នេះនៅជាមួយអសន្តិសុខស្អុយរលួយនេះនាឡិកានេះច្បាស់ជាស្រីបំរើនោះលួចពីបងខ្លាយខ្ញុំហើយមែនហើយច្បាស់ជាអញ្ចឹងហើយកូនស្រីកូនសាក់គិតមើលបើគាត់ជាលោកស្រីលីងមែននោះកាលពីអំបញ្ញមិញពេលនិយាយទូរស័ព្ទជាមួយលោកចៅតើអាចទៅរួចយ៉ាងម៉េចដែលថាចំណាំមិនបាននោះតាមពិតគឺបែបនេះសោះអ្នកឯងនេះហ៊ានសហការជាមួយម្នាក់នេះផងរៀបគម្រោងដាក់ខ្ញុំមែនទេមនុស្សដូចអ្នកមិនសមឲ្យខ្ញុំរៀបគម្រោងដាក់ទេអ្នកមើលងាយខ្លួនឯងខ្ពស់ពេកហើយរួចរាល់ឬនៅសំខាន់គឺឥឡូវនេះខ្ញុំនឹងឲ្យលោកចៅមកបកអាក្រាតអ្នក
អីគេគាត់បានលួចនាឡិកាមួយដែលមានតម្លៃ20លានពិតជាមិនសមហេតុផលសោះ20លានមិនមែនជានាឡិកាតូចបំផុតរបស់លេងយោទេដឹងបើគាត់ត្រឡប់មកពីធ្វើការវិញគ្រប់យ៉ាងនឹងត្រូវចប់អស់ហើយអូ baby នាឡិកានោះមិនអីទេមែនទេពួកយើងមានចិត្តល្អជួយណែនាំពួកគេអ្នកណាទៅដឹងថាពួកគេមិនត្រឹមតែលួចនាឡិកាទេថែមទាំងចង់វាយមនុស្សទៀតនាឡិកាក៏ជ្រុះបែកខ្ទេចអស់ទៅ baby ឥឡូវនេះខ្ញុំមកដល់មាត់ទ្វារហើយអ្នកមើលពួកគេឲ្យជាប់ឲ្យខ្ញុំកុំឲ្យម្នាក់ណារត់រួចឲ្យសោះថ្ងៃនេះខ្ញុំនឹងបញ្ជូនពួកគេទាំងអស់ទៅស៊ីបាយគុកហឹមយីទេបងថ្លៃខ្ញុំមកដល់មាត់ទ្វារហើយថ្ងៃនេះពួកអ្នកងាប់ជាមិនខានបើចេះដឹងខ្លួនប្រញាប់លុបជង្គង់សំពះសុំទោសខ្ញុំភ្លាមទៅខ្ញុំអាចនឹងជួយសុំអង្វរលោកឆៅខ្វាន់ឲ្យលើកលែងទោសឲ្យអ្នកឯងពិតជាប្រហែលដូចម៉ែដែលជាអ្នកបម្រើរបស់អ្នកអញ្ចឹងពួកអ្នកឯងមិនស្លាប់មិនបានមែនទេឲ្យគាត់ប្រញាប់មកគឺល្អបំផុតហើយខ្ញុំក៏កំពុងចង់ទូទាត់បញ្ជីជាមួយគាត់ដែរតើអ្នកចង់ទូទាត់បញ្ជីជាមួយអ្នកណាអ្នកជាអ្នកណាណែនាំខ្លួនបន្តិចមើលខ្ញុំជាអ្នកចាត់ការរបស់ក្រុមហ៊ុន Lens Group ខ្ញុំប្រកោយ៉ាងលើកនេះគឺមានបំណងមកជូនកាដូbaby ប្តីសម្លាញ់ទីបំផុតអ្នកមកដល់ហើយខ្ញុំនឹកអ្នកចង់ងាប់ហើយអូខ្ញុំក៏នឹកអ្នកខ្លាំងណាស់ដែរបេះដូងរបស់ខ្ញុំឲ្យបំភ្លេចវាទៅគ្រាន់តែជានាឡិកាមួយគ្រឿងសោះចាំមីស្រីល្ងងនោះដឹងរឿងខ្ញុំនឹងលួងលោមនាងបន្តិចទៅច្បាស់ជាត្រូវខ្ញុំបញ្ឆោតឲ្យវិលមកស្លងទៀតមិនខានស្រីកំណានទី3មិននឹងខ្លាំងជាងទី4ទៅប្តីសម្លាញ់ដើម្បីខ្ញុំអ្នកសុខចិត្តជួវិឡាប្រណិតនៅក្បែរផ្ទះខ្លួនឯងថែមទាំងមកណាត់ជួបខ្ញុំរាល់ថ្ងៃទៀតមិនខ្លាចប្រពន្ធអ្នកដឹងហើយមកសុំលេងលេះទេអីកុំបារម្ភអីនេះគេហៅថាកន្លែងងឹតបំផុតគឺនៅក្រោមចង្គៀងម្យ៉ាងវិញទៀតស្រីល្ងងម្នាក់នោះបើមិនរវល់រកលុយក៏រវល់ដើរធ្វើការនៅក្រៅដែរគ្មានផ្លូវដែលគាត់ដឹងឡើយប្តីរបស់ខ្ញុំឆ្លាតជាងគេមែនថ្ងៃនេះខ្ញុំបានទិញឈុតអ្នកបម្រើដែលអ្នកចូលចិត្តបំផុតមានប៉ាក់ដិនទៀតណាអូនសម្លាញ់ខ្ញុំស្រឡាញ់អូនខ្លាំងណាស់មេការយ៉ាងក្នុងនាមអ្នកជាមេការរបស់ក្រុមហ៊ុន Lens Group អញ្ចឹងអ្នកប្រកាសជាស្គាល់លោកប្រធាន Lens ហើយមែនទេរឿងនឹងវាច្បាស់ណាស់ក្នុងនាមជាបុគ្គលិកសំខាន់របស់ក្រុមហ៊ុនខ្ញុំតែងតែត្រូវបានលោកប្រធានកោះហៅឲ្យជួបជារឿយសូម្បីតែភារកិច្ចយកកាដូមកជូនលើកនេះក៏ជាលេខាវងដែលជាជំនួយការផ្ទាល់របស់លោកប្រធាន Lens ជាអ្នកចាត់ឲ្យខ្ញុំមកដែរបើអញ្ចឹងពិតជាល្អណាស់មេការយ៉ាងនៅទីនេះមានមនុស្សម្នាក់កំពុងបន្លំខ្លួនធ្វើជាលោកប្រធានឡៃរបស់ក្រុមហ៊ុនអ្នកឆាប់ហែកមុខកុហករបស់គាត់ទៅអីគេហ៊ានបន្លំខ្លួនធ្វើជាលោកប្រធានឡៃផងតើអ្នកណាដែលថ្លើមធំម្លេះគឺខ្ញុំចង់ទៅណាទៅមិនរួចទេមើលទៅគាត់ស្លៀកពាក់សម្រម្យក្រនបាដែរតែគួរឲ្យស្ដាយណាស់តែថ្ងៃនេះអ្នកមកជួបនឹងខ្ញុំតាមសម្ដីរបស់អ្នកមានន័យថាគាត់ពិតជាអ្នកបន្លំខ្លួនមែនទេលោកប្រធានលេនរបស់ពួកយើងបានប្រាប់បុគ្គលិកពេញក្រុមហ៊ុនតាំងពីព្រឹកថាគាត់ត្រូវទៅក្រៅប្រទេសតើគាត់អាចមកបង្ហាញខ្លួននៅទីនេះបានយ៉ាងម៉េចល្អណាស់អ្នកពិតជាហ៊ានបន្លំខ្លួនធ្វើជាលោកប្រធានលេនមែនផងមេការយ៉ាងអ្នកធ្វើឲ្យខ្ញុំភ័យស្ទើរងាប់ហើយថាអ្នកជាមេការក្រុមហ៊ុន Lens Group មែនទេហើយថែមទាំងជាមនុស្សចំណិតរបស់លោកប្រធានលេនទៀតពិតមែនហើយចុះហេតុអីបានជាខ្ញុំមិនដែលឃើញអ្នកអញ្ចឹងអូហូហេតុអីក៏អ្នកចេះសម្ដែងម្លេះមិនបានលើមេការយ៉ាងនិយាយមិញទេអីលោកប្រធានលេនពិតប្រាកដបានទៅធ្វើការនៅអាមេរិកបាត់ហើយចុះអ្នកឯងជាស្អីទៅបានជាហ៊ានមកសង្ស័យលើមេការយ៉ាងបែបនេះមេការយ៉ាងអ្នកទើបតែនិយាយថាអ្នកមកជូនកាដូតើអាចប្រាប់បានទេថាជាកាដូអ្វីវាពិតជាកាដូថ្ងៃខួបកំណើតហើយសូមអ្នកទាំងអស់គ្នាមើលចុះនេះគឺជាឡាន Volkswagen Phantom តម្លៃ100លានជាប្រភេទកំងពិសេសត្រូវហើយក្រៅពីឡានទំនើបមួយគ្រឿងនេះនៅមានកាដូមួយទៀតតម្លៃវាកាន់តែគួរឲ្យភ្ញាក់ផ្អើលអូរឿងមួយនេះគឺជាខ្សែដែលល្បីថាឆ្នៃដោយកំពូលមេជាងនៅអឺរ៉ុបនោះមែនទេខ្សែបេះដូងមហាសមុទ្រតម្លៃ1000លាននោះអីគេតម្លៃ1000លានអ្នកគ្រប់គ្រងយ៉ាងសូមសួរបន្តិចតើអ្នកណាឲ្យអ្នកយកកាដូទាំងពីរនេះមកជូនបងស្រីមិនបាច់សួរក៏ដឹងដែរគេប្រាប់ហើយតើថាជាកាដូថ្ងៃខួបកំណើតច្បាស់ជាបងថ្លៃទិញឲ្យបងហើយមែនទេមែនហើយអូអូនសម្លាញ់ខ្ញុំស្រាប់តែមានការបន្តិចប្រហែលជាត្រូវចាំបន្តិចទៀតទើបខ្ញុំទៅបានអាឡូ
ប្តីសម្លាញ់ហេតុអ្វីអ្នកល្អដាក់ខ្ញុំម្លេះខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ទាំងឡាន Rolls Royce Series ពិសេសហើយនឹងខ្សាច់បេដូងមហាសមុទ្រតម្លៃ 1000 លានទៀតត្រូវហើយថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំឬមួយមិញយូមិនបានទៅធ្វើការនៅខេត្តទេគាត់មិនដែលកុហកខ្ញុំរឿងដើរលេងទេមនុស្សពេញក្រុមហ៊ុនសុទ្ធតែដឹងថាគាត់ត្រូវទៅធ្វើការនៅខេត្តរឿងនេះមិនអាចខ្លាញ់បន្លំបានទេប្រហែលជាកាដូទាំងនេះត្រូវរៀបចំទុកមុនហើយត្រូវហើយច្បាស់ណាស់គឺខ្ញុំឲ្យគេយកទៅឲ្យអ្នកខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ច្បាស់ជាត្រូវជូនកាដូថ្ងៃខួបកំណើតដែលល្អបំផុតដល់អ្នកហើយអូយប្តីសម្លាញ់ខ្ញុំចាំអ្នកមកណាអ្នកប្រញាប់មកបន្តិចមកប៉ាត់ហាហាហាយហើយឬនៅរបស់នេះគឺជាកាដូថ្ងៃខួបកំណើតដែលលោកប្រធានចៅកំងឲ្យខ្ញុំជាពិសេសតម្លៃរហូតដល់ 1000 លានឯណោះ 1000 លានជាតិនឹងអ្នកមិនដែលឃើញលុយច្រើនបែបនេះទេកុំថាឡើយជាតិនេះសូម្បីតែជាតិក្រោយឬជាតិក្រោយទៀតបូកបញ្ចូលគ្នាក៏គាត់មិនដែលឃើញលុយច្រើនដល់ថ្នាក់នេះដែរហា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 នេះពិតជាមិត្តល្អមែនហេតុអ្វីមិនខ្វល់អញ្ចឹងយ៉ាងណាក៏លោកប្រធានចៅមានត្រកូលដូចអ្នកដែររឿងទាំងនេះមិនមែនខ្ញុំអាចធ្វើអ្វីបានទេបាទត្រឹមត្រូវហើយកញ្ញាចៅខ្ញុំតំណាងឲ្យលោកចៅជូនពរអ្នកឲ្យមានថ្ងៃកំណើតរីករាយចាំបន្តិចសិនហឹមអ្នកគឺជាមនុស្សបោកប្រាស់មកដល់ពេលនេះហើយតើអ្នកនៅមានអ្វីត្រូវនិយាយទៀតលោកអ្នកចាត់ការយ៉ាងខ្ញុំមានសំណួរចុងក្រោយមួយតើអ្នកប្រកាសទេថាកាដូទាំងនេះគឺលោកចៅជូនទៅឲ្យស្រីកំណាន់ម្នាក់នេះខ្ញុំពិតជាប្រកាសណាស់លេខាវងមានឋានៈខ្ពង់ខ្ពស់ណាស់អ្នកដែលអាចបញ្ជាគាត់បានក្រៅពីលោកស្រីលិនគឺប្រកាសជាសល់តែលោកចៅមែនទេអាឡូឡៃវីលេខាហួងចូលចាប់ឡានឲ្យស្រួលបួលរួចហើយចូលមកជួបខ្ញុំភ្លាមហាហាហាអុយស្លាប់ហើយអ្នកពិតជាចេះសម្ដែងមែននៅមានពលលេខាវងទៀតផងមនុស្សដូចអ្នកស្គាល់លេខាវងដែរអីស្មានតែខ្លួនឯងជាលោកស្រីលិនមែនទេលោកស្រីម្នាក់នេះខ្ញុំមិនខ្វល់ថាអ្នកបន្លំខ្លួនជាលោកស្រីលិនដោយសារមូលហេតុអ្វីទេប៉ុន្តែខ្ញុំត្រូវរំលឹកអ្នកទង្វើរបស់អ្នកបានល្មើសច្បាប់ហើយខ្ញុំអាចចាប់អ្នកបញ្ជូនទៅការិយាល័យសន្តិសុខភ្លាមមិនក៏អាចធ្វើបែបនឹងកើតច្បាស់ណាស់ថាស្រីម្នាក់នេះនាំគ្រួសារនាងមកសម្រុកចូលវិឡារបស់ពួកយើងទាំងពីរមនុស្សទៀតអ្នកដែលត្រូវចាប់គឺពួកគាត់វងសងឆេងតាអ្នកថាអ្នកណាសម្រុកចូលវិឡាឬមួយក៏ការទេកំភ្លៀងមិញនេះវានៅមិនទាន់គ្រាន់បើអ្នកនៅតែហ៊ានជាមួយខ្ញុំទៀតជឿទេថាខ្ញុំនឹងធ្វើឲ្យអ្នកដេកសន្លប់ចេញពីទីនេះពិតជាហួសហេតុពេកហើយហ៊ានណាហ៊ានវីប្អូនប្រុសខ្ញុំផងអីប្រយ័ត្នខ្លួនទៅខ្ញុំនឹងវីសម្រាប់មីស្រីថោកទៀតនេះអ្នកហ៊ានបន្លំខ្លួនជាលោកស្រីលេងផងអីហើយនៅមានអ្នកបំរើស្អុយរលួយដូចអ្នកទៀតលួចរបស់លោកចៅតម្លៃរាប់លានខ្ញុំអាចធ្វើឲ្យអ្នកជាប់គុកអស់មួយជីវិតអីគេគាត់ថែមទាំងលួចនាឡិកាតម្លៃ20លានរបស់លោកចៅទៀតត្រឹមត្រូវហើយលោកអ្នកចាត់ការយ៉ាងមើលចុះពួកគាត់មិនត្រឹមតែលួចនាឡិកាទេថែមទាំងធ្វើឲ្យខូចទៀតពិតជាហួសហេតុណាស់ពិតជាមានទោសធ្ងន់ធ្ងរណាស់នរណានៅទីនេះមកភ្លាមចាប់ម្ដាយនិងកូនស្រីមួយគូនេះយកទៅភ្លាមបញ្ជូនទៅការិយាល័យសន្តិសុខទៅបាត់ឈប់សិនពួកអ្នកទាំងអស់គ្នាឈប់ភ្លាមទៅអូលេខាវងហេតុអីបានជាអ្នកមកទីនេះមានរឿងធំបែបនេះកើតឡើងបើខ្ញុំមិនមកទេរឿងនេះច្បាស់ជាបែកការធំមិនខានលេខាវងអ្នកក៏ដឹងរឿងនេះដែរមែនទេចុះបើមិនដឹងខ្ញុំមកធ្វើអីអ្នកស្មានថាខ្ញុំមកទីនេះដើម្បីជែកលេងជាមួយអ្នកមែនទេលេខាវងលោកប្រធានចៅឲ្យអ្នករៀបចំកាដូអបអសាទរដែលអ្នកចាត់ការយ៉ាងផ្ញើមកខ្ញុំបានទទួលហើយអ្នកកុំបារម្ភអីបន្តិចទៀតពេលលោកប្រធានចៅមកដល់ខ្ញុំនឹងជួយនិយាយសរសើរអ្នកប្រាប់គាត់ពិតមែនហើយដល់ពេលនោះយើងនឹងឲ្យលោកប្រធានចៅដំឡើងតំណែងឲ្យអ្នកនិងអ្នកចាត់ការយ៉ាងហើយនឹងដំឡើងប្រាក់ខែឲ្យទៀតលោកប្រធានហៅមែនហើយមិនមែនអ្នកឲ្យខ្ញុំមកជំនួសមុខលោកប្រធានចៅដើម្បីយកកាដូថ្ងៃខួបកំណើតមកជូនទេមែនទេឡាន Rolls Royce និងខ្សែបេដូងមហាសមុទ្រខ្ញុំបានប្រគល់ជូនកញ្ញាយ៉ាវរួចរាល់អស់ហើយអីគេហេតុអីបានជាអ្នកយកកាដូទៅឲ្យនាងមិនមែនទេអីឬមួយក៏ខ្ញុំជូនខុសមនុស្សប៉ុន្តែអំបញ្ញមិញនេះកញ្ញាយ៉ាវបានទូរស័ព្ទទៅលោកប្រធានចៅដើម្បីបញ្ជាក់រួចរាល់ហើយតើហាហាខ្ញុំយល់ហើយច្បាស់ជាបងខេគឺខែយេហ្វិននឹងហើយវងយេស៊ូនិយាយបែបហ្នឹងមិនកើតទេយ៉ាងណាមិញទំនាក់ទំនងរវាងខ្ញុំនិងគាត់មិនទាន់អាចឲ្យលោកប្រធានលេងដឹងបានឡើយអូពិតមែនហើយអូលេខាវងនិយាយត្រូវណាស់កាដូរបស់លោកប្រធានចៅមិនមែនជូនមកខ្ញុំទេខ្ញុំគ្រាន់តែជួយទុកដាក់ឲ្យគាត់តែប៉ុណ្ណោះអូមែនហើយគឺខ្ញុំជាអ្នកយល់ច្រឡំខ្លួនឯងកាដូនេះមិនមែនសម្រាប់អ្នកនោះទេបានហើយឈប់និយាយឌឺដងនៅទីនេះទៅខ្ញុំមកទីនេះក៏មិនមែនដើម្បីរឿងតូចតាចនេះដែរបាទពិតមែនហើយអ្វីដែលអ្នកបង្កប់មកគឺត្រឹមត្រូវណាស់ការងារផ្លូវការទើបជារឿងសំខាន់
ពួកអ្នកទាំងពីរហ៊ានបន្លំខ្លួនជាលោកប្រធានលេងធ្វើរឿងមិនសមរម្យនៅមិនឆាប់មកលុបជង្គង់សុំទោសលេខាវងទៀតមែនទេលេខាវងឥឡូវគាត់ចង់ឲ្យអ្នកលុបជង្គង់សុំទោសគាត់តើរឿងនេះគួរដោះស្រាយយ៉ាងណាឆ្លើយណាស់អញហ៊ាននិយាយជាមួយលេខាវងបែបហ្នឹងផងមិនដឹងទេអីថាគាត់មានឋានៈអ្វីប្រយ័ត្នគាត់កំចាត់ចោលទៅឬមួយគាត់ពិតជាមិនមែនចង់វាខ្ញុំទេអីមិនក៏ឈប់វាទៅវិញខ្ញុំលេខាវងតើគាត់មានឋានៈអ្វីឲ្យប្រកាសទៅតើគាត់មានឋានៈអ្វីអ្នកមិនដឹងមែនទេមិនអាចទៅរួចទេឬមួយគាត់ពិតជាលោកប្រធានលិនបើអញ្ចឹងមែនរឿងសម្ងាត់របស់ខ្ញុំនិងបងខេមិនមែនគាត់ដឹងអស់ហើយទេអីចាំបន្តិចបងស្រីខ្ញុំយល់ហើយខ្ញុំយល់អស់ហើយស្អីទៅគាត់គឺជាប្រុសក្មេងរបស់លេខាវងនឹងហើយបងសាក់គិតមើលទៅហេតុអីលេខាវងកាន់ជើងគាត់ម្លេះហើយលោកប្រធានលេនក៏ទៅអាមេរិកបាត់ទៀតចុះបើមិនមែនអញ្ចឹងតើគាត់ជាស្អីទៅមិនមែនជាប្រុសក្មេងរបស់លេខាវងទេអីមិនសមហេតុផលសោះគ្រាន់តែជាប្រុសក្មេងរបស់លេខាសោះហ៊ានមកវាខ្ញុំផងប្រុសក្មេងអញពិតជាចេះគិតដល់មែនមិនដែរហ៊ានធ្វើតែមិនហ៊ានទទួលមែនទេកញ្ញាយោគ្រូសាអ្នកបានសម្រុកចូលវិឡាអ្នកដតីវីដំគ្រូបង្រៀនកេងប្រវ័ញ្ចហិរញ្ញវត្ថុហើយឥឡូវមកបង្កាច់បង្ខូចគេទៀតខ្ញុំថាអ្នកចង់ចុកគុកអស់មួយជីវិតហើយមើលទៅហ៊ានគំរាមខ្ញុំផងលេខាវងខ្ញុំទទួលស្គាល់ថាឋានៈរបស់អ្នកមិនធម្មតាមែនប៉ុន្តែអ្នកកុំភ្លេចឲ្យសោះក្នុងបង្អែករបស់ខ្ញុំគឺលោកប្រធានយ៉ាវទោះអ្នកធំប៉ុណ្ណាក៏មិនធំជាងលោកប្រធានយ៉ាវដែរមែនហើយទោះឯងខ្លាំងប៉ុណ្ណាក៏គ្រាន់តែជាឆ្កែមួយក្បាលរបស់ក្រុមហ៊ុនលេងរូបតែប៉ុណ្ណោះតែលោកប្រធានយ៉ាវគាត់គឺជាអនុប្រធានរបស់ក្រុមហ៊ុនលេងរូបណាលោកប្រធានយ៉ាវថ្ងៃនេះទោះបីជាលោកប្រធានយ៉ាវមកផ្ទាល់ក៏ដោយអ្នកទាំង3ត្រូវទទួលខុសត្រូវដូចគ្នាល្អណាស់អ្នកគ្រាន់តែជាលេខាតូចតាចម្នាក់សោះហ៊ានមើលងាយលោកឆៅផងចាំមើលទៅអ្នកនឹងដឹងខ្លួនស្អីគេលេខាវងក៏មកដែរតើមានរឿងអីឲ្យប្រកាសទៅហេតុអីសំបីតែលេខាវងក៏មកដែរហុចទូរស័ព្ទឲ្យលេខាវងបន្តិចមើលបាទលេខាវងខ្ញុំគិតថារឿងថ្ងៃនេះគឺជាការយល់ច្រឡំទេកញ្ញាយ៉ាវនិងពួកគេសុទ្ធតែជាមិត្តភក្តិរបស់ខ្ញុំតាមខ្ញុំយល់យើងគួរតែបញ្ចប់រឿងធំឲ្យទៅជាតូចទៅលោកឆៅរឿងនេះមិនមែនជារឿងតូចតាចទេណាតាមដែលខ្ញុំយល់អ្នកគួរតែមកពន្យល់លោកស្រីលេងដោយផ្ទាល់ទៅមានន័យថាម៉េចអ្នកចង់មានន័យថាប្រពន្ធខ្ញុំគាត់មិនបានទៅធ្វើការនៅខេត្តទេមែនទេលោកឆៅចំពោះការវិភាគរបស់លោកស្រីលេងខ្ញុំមិនអាចប្រាប់អ្នកបានទេប៉ុន្តែខ្ញុំសូមណែនាំអ្នកល្អបំផុតគួរតែមកទីនេះដោយផ្ទាល់អ្នកហ៊ានមកបញ្ជាខ្ញុំផងអ្នកគ្រាន់តែជាលេខាតូចតាចម្នាក់ហ៊ាននិយាយជាមួយខ្ញុំបែបហ្នឹងមែនទេលោកឆៅមិនមែនខ្ញុំបញ្ជាអ្នកទេប៉ុន្តែដោយសារទំនាក់ទំនងរបស់អ្នកជាមួយកញ្ញាយ៉ាវនេះគាត់ពិតជាគួរតែមកសុំការណែនាំល្អណាស់ហ៊ានគំរាមខ្ញុំផងត្រកូលវងខ្ញុំប្រាប់អ្នកឲ្យដឹងបើរឿងនេះដឹងដល់ត្រចៀកប្រពន្ធខ្ញុំតែបន្តិចខ្ញុំនឹងធ្វើឲ្យអ្នករស់នៅទីក្រុងនេះលេងកាច់បងសម្លាញ់មានរឿងអីហ្នឹងមានរឿងអីធ្វើឲ្យបងខឹងខ្លាំងម្ល៉េះខ្ញុំនឹងធ្វើឲ្យអ្នករស់នៅទីក្រុងយ៉ាងចឹងនេះលេងកាច់ទៅលោកឆៅខឹងហើយផលវិបាកនឹងធ្ងន់ធ្ងរណាស់លេខាវងអ្នកចប់ហើយជឿជាក់ម្ល៉េះមិនទាន់ដឹងថាអ្នកណាជាអ្នកចប់ពិតប្រាកដទេមានស្រីថោកទាបម្នាក់នេះតាំងពីអង្កលមកដែលមានចំណែកឲ្យអ្នកនិយាយនៅទីនេះខ្ញុំប្រាប់អ្នកទៅចុះលេខាវងចប់ហើយអ្នកក៏រត់មិនរួចដែរមិនហើយតាស្ដាយក្រោយដែលហ៊ានមកប៉ះពាល់ខ្ញុំទេខ្ញុំផ្ដល់ឱកាសចុងក្រោយឲ្យអ្នកដេកជាមួយខ្ញុំមួយយប់ខ្ញុំនឹងឲ្យលោកឆៅលើកលែងទោសឲ្យអ្នកយ៉ាងម៉េចដែរហ៊ានណាស់តើមានឋានៈអ្វីអ្នកចាត់ការយ៉ាងខ្ញុំបញ្ជាឲ្យអ្នកចាប់ខ្លួនមនុស្ស3នាក់នេះភ្លាមបាទមិនដែរមនីសំដីខ្ញុំទេអីអ្នកចាត់ការយ៉ាងអ្នកត្រូវគិតឲ្យច្បាស់តើអ្នកចង់ដើម្បីតែលេខាម្នាក់ហើយមកអន់ចិត្តជាមួយលោកឆៅឬក៏មករួមចំណែកជាមួយខ្ញុំនៅពេលនេះបន្តិចទៀតលោកឆៅមកដល់ខ្ញុំនឹងជួយនិយាយល្អពីអ្នកឲ្យគាត់ស្ដាប់សូមទោសផងលេខាវងទោះជាយ៉ាងណាក៏ដោយលោកឆៅគឺជាបុគ្គលសំខាន់ពិតប្រាកដរបស់លេងរូបបែបនឹងទើបត្រូវឆ្កែត្រូវតែដើរតាមម្ចាស់ឲ្យត្រូវ
ទើបវាមានសាច់ស៊ីបើអ្នកស្ដាប់តាមពួកគេនោះមានតែផ្លូវដើរតាមចិញ្ចើមថ្នល់ប៉ុណ្ណោះអ្នកចាត់ការយ៉ាងអ្នកត្រូវខាត់ខ្លួនពួកគេទាំងអស់គ្នាភ្លាមបញ្ជូនទៅឲ្យលោកឆៅចាត់ការតាមច្បាប់បាទស្អីគេហ្នឹងហ៊ានមកគំរាមខ្ញុំផងអីឥឡូវនេះខ្ញុំនឹងឲ្យអ្នកស្គាល់ថាអ្វីទៅជាការស្ដាយក្រោយហេពួកអ្នកត្រូវគិតឲ្យច្បាស់បើថ្ងៃនេះពួកអ្នកហ៊ានប៉ះពាល់ខ្ញុំលទ្ធផលវាមិនមែនជាអ្វីដែលអ្នកអាចស្មានដល់នោះទេលទ្ធផលអីកូនស្រីមេដោះធំក្លិនដូចអ្នកតើអាចមានលទ្ធផលស្អីទៅពិតមែនហើយពួកអ្នកកុំខ្លាចអីបើមានបញ្ហាអ្វីកើតឡើងខ្ញុំជាអ្នកចាត់ការនឹងទទួលខុសត្រូវជំនួសបាទឈប់សិនតើដឹងទេថាគាត់គឺជាប្រធានក្រុមប្រឹក្សាពិបាលរបស់ Lin Group លោកប្រធាន Lin ស្អីគេគាត់នឹងអីតើគាត់ពិតជាលោកប្រធាន Lin មែនឬបើមិនមែនទេបើគាត់មិនមែនជាលោកប្រធាន Lin តើអ្នកស្មានថាខ្ញុំនឹងមកបង្ហាញខ្លួននៅទីនេះមែនទេលោកប្រធាន Lin ខ្ញុំសុំទោសខ្ញុំមនុស្សដូចគាត់ជាលោកប្រធាន Lin អីលេខាវងខ្ញុំមិននឹកស្មានថាអ្នកតច្រកដល់ថ្នាក់នេះទេហ៊ានមកភូតភររឿងមិនសមហេតុផលបែបនេះទៀតពិតហើយបើគាត់ជាលោកប្រធាន Lin មែននោះខ្ញុំនៅតែជាអ្នកមានបំផុតក្នុងអគារនេះអ្នកគ្រប់គ្រងយ៉ាងកុំជឿគាត់អីលោកឆៅទើបតែបានទូរស័ព្ទទៅគាត់មិញនេះគាត់មិនស្គាល់ស្រីឈួតម្នាក់នេះតតែសោះពិតមែនហើយអ្នកគ្រប់គ្រងយ៉ាងអ្នកធ្វើទៅមិនបាច់បារម្ភទេបន្តិចទៀតលោកឆៅនឹងមកដល់ហើយបើអ្នកនៅយឺតទៀតអ្នកនឹងបាត់បង់ឱកាសឡើងតំណែងនិងដំណើរប្រាក់ខែមិនខានទៅចាប់ពួកគេឲ្យខ្ញុំអ្នកចង់ធ្វើអីហ្នឹងកុំកម្រើកលេងខ្ញុំតើអ្នកហ៊ានប៉ះពាល់គាត់អ្នកនឹងត្រូវសងថ្លៃវិញជាមិនខានសងថ្លៃខ្ញុំមិនដឹងថាខ្ញុំត្រូវសងថ្លៃអត់ទេប៉ុន្តែចាំលោកឆៅមកដល់ខ្ញុំនឹងធ្វើឲ្យអ្នកបាត់ឈ្មោះពីទីក្រុងយ៉ាងនេះជាមិនខានបើអ្នកចង់ឲ្យឆៅខេមកទីនេះខ្លាំងម្ល៉េះអញ្ចឹងខ្ញុំនឹងឲ្យអ្នកមើលឲ្យច្បាស់ថាគាត់នឹងត្រូវវិនិច្ឆ័យយ៉ាងម៉េចតើអ្នកណាហ៊ាននិយាយខ្លាំងថាចង់ឲ្យខ្ញុំវិនិច្ឆ័យហ្នឹងហាប្តីសម្លាញ់បងមកដល់ហើយបើបងមិនមកទៀតទេអូនច្បាស់ជាត្រូវគេធ្វើបាបស្លាប់មិនខានពិតមែនហើយលោកចៅស្រីម្នាក់នេះមិនត្រឹមតែធ្វើបាបកញ្ញាចៅទេថែមទាំងបន្លំខ្លួនជាប្រធានលេនទៀតពិតជាអាក្រក់ខ្លាំងណាស់ហើយនៅមានអលេខាកូនប្រសាសអុយរលួយម្នាក់នេះទៀតបងត្រូវតែកម្ចាត់គាត់ឲ្យខ្ញុំពិតមកទៅទេកូនប្រសាអ្នកហេតុអីបានជាអ្នកវីខ្ញុំអុយម៉ាក់ឯងក៏អញ្ចឹងដែរគាត់ជាមន្ត្រីធំយ៉ាងនេះម៉ាក់ឯងមិននឹងអាចបញ្ជាគាត់តាមចិត្តបានមែនហើយខ្ញុំសុំតែត្រូវវីហើយហាអ្នកឯងក៏បិទមាត់ដែរទៅបងសម្លាញ់ហេតុអីក៏បងវីអូនដែរតើអូនធ្វើអ្វីខុសមែនទេអ្នកខុសត្រង់ថាអ្នកមិនស្គាល់ខ្មាស់ដឹងខ្លួនថាជាស្រីកំណានហើយនៅតែធ្វើស្រីថោកទាបនៅតែចរិតបែបនឹងទៀតអ្នកជឿខ្ញុំទេបងសម្លាញ់មិនមែនទេចេញទៅឲ្យឆ្ងាយភ្លាមបងសម្លាញ់បើបងហ៊ានវីអូនទៀតអូននឹងខឹងមែនទែនហើយណាកុំហៅខ្ញុំថាប្តីប្រពន្ធសម្លាញ់រឿងវាមិនមែនបែបហ្នឹងទេអ្នកស្ដាប់ខ្ញុំពន្យល់សិនប្រពន្ធសម្លាញ់គាត់ពិតជាអគ្គនាយកលីនមែនប្តីសម្លាញ់អ្នកប្រហែលជាច្រឡំមនុស្សហើយដឹងគាត់គ្រាន់តែជាកូនស្រីអ្នកបម្រើម្នាក់សោះហ្នឹងមិនក៏អាចជាអគ្គនាយកលីនទៅវិញមែនហើយបងថ្លៃអ្នកប្រហែលជាមើលច្រឡំហើយច្រឡំស្អីឯងប្រពន្ធខ្ញុំមិនក៏ខ្ញុំមិនស្គាល់ប្រពន្ធសម្លាញ់អ្នកស្ដាប់ខ្ញុំពន្យល់សិនឈប់ទៅមិនបាច់មកពន្យល់ខ្ញុំទេចេញទៅអ្នកស៊ីបាយខ្ញុំប្រើរបស់ខ្ញុំថែមទាំងលួចមានស្រីខាងក្រៅទៀតថែមទាំងចង់លួចយកវិឡាខ្ញុំទៅឲ្យគេនៅពេលខ្ញុំមិននៅទៀតអ្នកពូកែណាស់មែនទេមិនក៏កាច់ម្លេះប្តីសម្លាញ់អ្នកមិនបាច់ខ្លាចទេយ៉ាងណាក៏អ្នកត្រៀមលេងលេះជាមួយគាត់ដែរតើមិនមែនលេងលេះទេល្អណាស់មនុស្សអន់ប៉ះមនុស្សអន់តាមពិតអ្នកទាំងពីរលួចតាក់ទងគ្នាផ្អែមល្ហែមយូរហើយតើអ្នកថានរណាជាមនុស្សអន់គឺខ្ញុំថាឲ្យអ្នកនឹងឯងអ្នកបានរំលោភបំពានទ្រព្យសម្បត្តិខ្ញុំដោយខុសច្បាប់ថែមទាំងហ៊ានចូលក្នុងភូមិគឺខ្ញុំដោយគ្មានការអនុញ្ញាតអ្វីដែលសំខាន់បំផុតគឺអ្នកធ្វើឲ្យខូចនាឡិកាខ្ញុំហើយថែមទាំងវីម្ដាយរឿងទាំងអស់នេះគឺគ្រប់គ្រាន់នឹងឲ្យអ្នកជាប់គុកហើយ10ឆ្នាំប្តីសម្លាញ់និយាយអ្វីខ្លះទៅមើលមិនមែនអ្នកថាចង់រៀបការជាមួយខ្ញុំទេអីអ្នកដាក់ចិត្តទុកឲ្យគាត់មកវីខ្ញុំបែបហ្នឹងមែនទេមែនហើយលីយានខ្ញុំព្រមជាមួយអ្នកឆ្អែតហើយយើងលេងលេះគ្នាទៅចំពោះរឿងដែលហ្វាំងយកទ្រព្យសម្បត្តិអ្នក
ខ្ញុំនឹងសងជំនួសគាត់សងមែនទេរបស់ដែលអ្នកស្លៀកពាក់នឹងប្រើប្រាស់រាល់ថ្ងៃមានរបស់ណាខ្លះដែលមិនមែនខ្ញុំជាអ្នកទិញឲ្យតើអ្នកមានអីយកមកសងខ្ញុំយើងលែងលះគ្នាខ្ញុំនឹងទទួលបានចំណែកទ្រព្យសម្បត្តិពីក្រុមហ៊ុនពាក់កណ្ដាលនេះជាច្បាប់អាពាហ៍ពិពាហ៍អ្នកមិនហ៊ានមិនឲ្យខ្ញុំទេមែនហើយលីយេខ្ញុំទទួលស្គាល់ថាអ្នកពិតជាខ្លាំងមែនជាប្រធានក្រុមហ៊ុនដែលមានទ្រព្យសម្បត្តិរាប់ពាន់លានប៉ុន្តែឲ្យតែបងខៃលែងលះជាមួយអ្នកទាំងលុយកាក់និងក្រុមហ៊ុនត្រូវតែចែកឲ្យគាត់ពាក់កណ្ដាលដល់ពេលហ្នឹងខ្ញុំក៏មិនសងអ្វីឲ្យអ្នកដែរយឺម៉ាក់មិនអីទេណាអូយខ្ញុំស្មានតែអ្នកមានបំផុតនៅជាងឆឹងជាស្ត្រីខ្លាំងពូកែលេខ1អស់ចាប៉ុណ្ណាទៅចុងក្រោយគ្រាន់តែបងស្រីខ្ញុំនិយាយពីម៉ាត់ក៏ភ័យខ្លាចឡើងភ្លីភ្លើបាត់ទៅហើយហាពិតមែនហើយនៅចង់មកដណ្ដើមវីឡារបស់អ្នកទៀតចាំពេលកូនប្រសាខ្ញុំលែងលះជាមួយអ្នកហើយផ្ទះនេះអ្នកត្រូវចែកឲ្យគាត់ពាក់កណ្ដាលដល់ពេលហ្នឹងខ្ញុំចង់មកនៅពេលណាក៏បានតាមចិត្តដែរចុះចំណែកខ្ញុំវិញកញ្ញាចៅអ្នកធ្លាប់សន្យាជាមួយខ្ញុំថាឲ្យខ្ញុំរស់នៅមានបានទុកចិត្តចុះអ្វីដែលខ្ញុំសន្យាខ្ញុំមិនត្រឡប់សម្ដីវិញទេដល់ពេលហ្នឹងទៅឲ្យបងខៃឲ្យអ្នកគ្រប់គ្រងផ្នែកណាមួយទៅប្រាក់ខែបន្ថែម 10,000 ទៀត 10,000 ច្រើនណាស់អរគុណលោកស្រីចៅអរគុណកញ្ញាចៅអត់ទេគឺលោកស្រីជូហាឃើញនៅទោះអ្នកមានលុយប៉ុណ្ណាក៏ធ្វើអ្វីមិនបានដែរមនុស្សរបស់អ្នកក្បត់អ្នកមកចូលខាងខ្ញុំអស់ហើយនេះគឺអ្នកមនុស្សចាក់រុកដូចអ្នកមិនបាច់អ្នកនិយាយក៏ខ្ញុំកំចាត់ចោលដែរខ្ញុំត្រូវអរគុណអ្នកដែលជួយបោសសម្អាតសម្រាប់ឲ្យខ្ញុំបានហើយមិនបាច់ខាត់ពេលនិយាយជាមួយគាត់ទេលីងយឺអ្នកប្រញាប់ទៅធ្វើសម្បត្តិលែងលះជាមួយខ្ញុំភ្លាមរួចផ្ទេរភាគហ៊ុននឹងលុយឲ្យខ្ញុំមករឿងលែងលះខ្ញុំប្រកាសជាលែងហើយប៉ុន្តែរឿងលុយនិងភាគហ៊ុនអ្នកកុំសង្ឃឹមថាបានសម្បីតែមួយសេនស្អីគេឬមួយចង់ល្មើសច្បាប់អាពាហ៍ពិពាហ៍ឲ្យគេចាប់ខ្លួនអ្នកណាថាខ្ញុំល្មើសច្បាប់ចូលមកអ្នកណាគេនឹងមិនទាន់ច្បាស់ទៀតអីប្រកាសជាមេធាវីហើយមេធាវីហើយយ៉ាងម៉េចទោះជាមេធាវីក៏ជួយអ្នកមិនបានដែរទ្រព្យសម្បត្តិនឹងភាគហ៊ុន 50% នេះទោះអ្នកមិនចង់ក៏ត្រូវតែឲ្យដែរមិនចង់ឲ្យក៏ត្រូវតែឲ្យមែនទេមេធាវីហួងដល់វិញអ្នកហើយលោកឆៅឬមួយអ្នកភ្លេចថាមុនពេលរៀបការជាមួយលោកស្រីលេងអ្នកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនអាពាហ៍ពិពាហ៍មួយកិច្ចព្រមព្រៀងមុនអាពាហ៍ពិពាហ៍ចុះកិច្ចព្រមព្រៀងស្អីគេកិច្ចព្រមព្រៀងមុនអាពាហ៍ពិពាហ៍នេះចែងយ៉ាងច្បាស់ណាស់ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍របស់អ្នកនិងលោកស្រីលេងឲ្យតែមានសកម្មភាពផិតក្បត់ក្នុងអាពាហ៍ពិពាហ៍អ្នកនឹងត្រូវចាក់ចេញដោយខ្លួនទេមិនទទួលបានសំបីតែមួយសេនមិនអាចទៅរួចទេខ្ញុំគ្មានលុយទេរបស់នេះគឺជារបស់ខ្លាំងនេះច្បាស់ជាអ្នកនិងមេធាវីទាំងនេះរួមគ្នាធ្វើខ្លាំងហើយខ្ញុំធ្វើខ្លាំងអ្នកសាកបើកមើលទំព័រចុងក្រោយទៅខ្លឹមសារកិច្ចព្រមព្រៀងអ្នកមិនចាំតែហត្ថលេខាខ្លួនឯងគួរតែចំណាំបានមែនទេមិនអាចទេនេះច្បាស់ជាមិនមែនខ្ញុំជាអ្នកចុះហត្ថលេខាទេមិនក៏អ្នកហ៊ានម្ល៉េះមិនអីទេគាត់ចូលចិត្តស៊ីក៏ឲ្យគាត់ស៊ីទៅឥឡូវកិច្ចព្រមព្រៀងអស់ហើយតើអ្នកអាចធ្វើអ្វីខ្ញុំបានឡាយយកអ្នកពិតជាល្ងងណាស់បែរជាមិនខាត់ពួកយើងកុំឲ្យបំផ្លាញកិច្ចព្រមព្រៀងទៅវិញពួកអ្នកពិតជាល្ងងមែនអានឹងគ្រាន់តែជាសញ្ញាចម្លងប៉ុណ្ណោះបើពួកអ្នកចូលចិត្តស៊ីខ្លាំងយ៉ាងហ្នឹងនៅទីនេះខ្ញុំមាន100សញ្ញាឲ្យពួកអ្នកស៊ីតតែឆ្អែតស្លាប់តែម្ដងមិនដែរមិនមែនចូលចិត្តស៊ីទេអីរើសមកស៊ីបន្តទៀតទៅចាំបន្តិចសិនលោកយ៉ាវគាត់ទើបតែនិយាយថាក្នុងកិច្ចព្រមព្រៀងមុនអាពាហ៍ពិពាហ៍មានសកម្មភាពផិតក្បត់ទើបត្រូវចាក់ចេញខ្លួនទេបានប៉ុន្តែរឿងផិតក្បត់នេះមិនមែនគ្រាន់តែគាត់និយាយមកទេនោះទេមែនហើយឡាយយោតើអ្នកមានភស្តុតាងទេតើអ្នកយកស្អីមកនិយាយថាខ្លួនឯងជាស្រីកំណានហើយអ្នកយកស្អីមកនិយាយថាបងខេផិតក្បត់បើគ្មានភស្តុតាងខ្ញុំក៏មិនមែនផិតក្បត់ដែរពួកយើងលែងលះគ្នាអ្នកនៅតែត្រូវចែកទ្រព្យសម្បត្តិឲ្យខ្ញុំពាក់កណ្ដាលដដែលមិនត្រឹមតែខ្ញុំនឹងប្តឹងអ្នកពីបទបរិហាគេទៀតទាមទារឲ្យអ្នកសងជំងឺចិត្តនិងការខូចខាតកេរ្តិ៍ឈ្មោះរបស់យើងអូមិនអីទេពួកគេបំភ័យខ្ញុំមិនបានទេអ្នកប្រកាសណាស់មែនទេថាខ្ញុំគ្មានភស្តុតាងហេះបើអញ្ចឹងប្រញាប់យកភស្តុតាងចេញមកខ្ញុំសូមអង្វរអ្នក
មកវីមុខខ្ញុំឲ្យខ្លាំងមកគាត់អាចមានភស្តុតាងមកពីណាបើគាត់មានភស្តុតាងគាត់មិនត្រូវបានខ្ញុំបោកដល់ថ្ងៃនេះទេស្រីល្ងងខ្ញុំប្រាប់អ្នកឲ្យដឹងចង់បំភ័យខ្ញុំមែនទេមិនអាចទៅរួចទេមែនទេចុះអ្នកមើលទៅនេះជាអ្វីចុះអ្នកស្រីថោកទាបអ្នកហ៊ានលួចតាមដានខ្ញុំផងខ្ញុំគ្រាន់តែដកស្រង់វីដេអូពីកាមេរ៉ាក្នុងឡានប៉ុណ្ណោះមនុស្សដូចអ្នកមិនសមឲ្យខ្ញុំតាមដានទេយ៉ាងម៉េចដែរបើមិនទាន់អស់ចិត្តខ្ញុំអាចឲ្យគេរកវីដេអូស្អុយរលួយរបស់អ្នកថែមទៀតចុះវីដេអូយ៉ាងម៉េចទៅប្តីសម្លាញ់យើងមិនមែនមិនបានលុយសំបីតែ1សេនទេមែនទេពិតមកទៅស្រីថោកទាបម្នាក់នេះកុំហៅខ្ញុំថាប្តីប្រពន្ធសម្លាញ់កន្លងមកគឺខ្ញុំមិនល្អគឺខ្ញុំវង្វេងមួយពេលប៉ុន្តែខ្ញុំមិនបានតាំងចិត្តទេគឺគាត់គឺស្រីកញ្ជ្រោងម្នាក់នោះដែលលបងខ្ញុំទុកចិត្តមិនបាននឹងគាត់ប្រពន្ធសម្លាញ់ជឿខ្ញុំទៅក្នុងចិត្តខ្ញុំមានតែអ្នកម្នាក់គត់អ្នកកំពុងនិយាយពីអ្វីហ្នឹងការនោះច្បាស់ណាស់ថាអ្នកជាអ្នកតាមញ៉ែខ្ញុំអ្នកចំណាយលុយលើខ្ញុំទិញកាបូបនិងគ្រឿងអលង្ការឲ្យខ្ញុំទើបខ្ញុំព្រមធ្វើជាស្រីកំណានរបស់អ្នកឥឡូវមិនក៏និយាយថាខ្ញុំជាអ្នកទៅលបងអ្នកវិញឈួតប្រពន្ធសម្លាញ់ជឿខ្ញុំទៅណាអភ័យទោសឲ្យខ្ញុំម្ដងនេះទៅបានទេខ្ញុំពិតជាស្មោះត្រង់នឹងអ្នកណាឲ្យខ្ញុំអភ័យទោសឲ្យអ្នកមែនទេអ្នកមានអាកប្បកិរិយាបែបនេះមែនទេទាំងអស់នេះមកពីខ្ញុំមិនល្អខ្ញុំមានទោសខ្ញុំមិនគួរចាញ់ការលួងលោមខ្ញុំសំតែស្លាប់យ៉ាងម៉េចដែរពេញចិត្តនៅក៏គ្រាន់បើដែរយ៉ាងម៉េចអ្នកលើកលែងទោសឲ្យខ្ញុំហើយមែនទេលើកលែងទោសឲ្យអ្នកចាំជាតិក្រោយទៅសួរព្រះទៅអីគេចុះមិញអ្នកឲ្យខ្ញុំទេកំភ្លៀងខ្លួនឯងចង់លេងសើចជាមួយខ្ញុំមែនទេមិនខុសពីអ្នកដែលតាមខ្ញុំច្រើនឆ្នាំសោះលីនយីអ្នកកុំឲ្យវាហួសហេតុពេកខ្ញុំលុតជង្គង់ឲ្យអ្នកហើយតើអ្នកចង់បានអីទៀតខ្ញុំប្រាប់ហើយថាលេងលេះរួចចាក់ចេញខ្លួនទេប្រកាសណាស់អ្នកលួចមានស្រីនៅខាងក្រៅក្នុងខ្ញុំតើអស់លុយប៉ុន្មានទៅហើយត្រូវក្បត់ខ្ញុំប៉ុន្មានឆ្នាំទៀតក៏ខ្ញុំមិនដឹងដែរលីយីអ្នកពិតជាចង់ដាច់ចិត្តដល់ថ្នាក់នឹងមែនទេខ្ញុំដាច់ចិត្តអ្នកឯងលួចមានស្រីនៅខាងក្រៅមិនក៏មិនគិតថាមានថ្ងៃនេះផងលេខាហួងជួយនាំមេធាវីខុងនិងអ្នកផ្សេងទៀតទៅរៀបចំកិច្ចព្រមព្រៀងលេងលេះចាស់លោកស្រីលីមេធាវីខុងអញ្ជើញតាមផ្លូវនេះបាទនេះមកពីអ្នកបង្ខំខ្ញុំទេកុំប្រឹងឡើងប្រសិនបើអ្នកហ៊ានលាក់គ្រឿងផ្ទុះក្នុងផ្ទះមែននោះរបស់ខ្ញុំនេះគេហៅថាការពារទុកជាមុនតែមើលទៅពេលនេះអ្វីដែលខ្ញុំរៀបចំទុកមុនគឺត្រឹមត្រូវហើយអ្នកឈួតហើយមែនទេសម្រាប់មនុស្សវាខុសច្បាប់ណាអ្នកដឹងទេបើអ្នកផ្ទុះមកឥឡូវនេះហើយខ្ញុំធ្វើឲ្យវាទៅជាគ្រោះថ្នាក់ចៃដន្យវាបែបនឹងមែនទេហាឲ្យតែអ្នកបិទមាត់រហូតមិនថាជាលុយឬភាគហ៊ុនពួកយើងនឹងបានទាំងអស់ពួកយើងលោកប្រធានchâuដល់ពេលនោះអ្វីដែលយើងបានមិនមែនត្រឹមតែពាក់កណ្ដាលទេគឺទាំងអស់តែម្ដងទាំងអស់មិនរាប់សិបពាន់លានទេអីរាប់សិបពាន់លានទ្រព្យសម្បត្តិក្រុមហ៊ុននិងតម្លៃទីផ្សាររបស់មីម្នាក់នេះយ៉ាងហោចណាស់ក៏ចាប់ផ្ដើមពី100ពាន់លានដែរ100ពាន់លាន100ពាន់លានព្រះឲ្យមិនគួរឲ្យជឿសោះមើលខ្ញុំចុះមិនមែនតែមួយជាតិទេសូម្បីតែ10ជាតិក៏ចាយមិនអស់ដែរមែនទេអ្នកចាត់ការយ៉ាងចង់ពួកគាត់ទាំងពីរអ្នកឲ្យខ្ញុំដល់ពេលនោះអ្នកនឹងលែងជាអ្នកចាត់ការទៀតហើយខ្ញុំនឹងឲ្យអ្នកធ្វើជាអនុប្រធានលោកប្រធានលែងមនុស្សបើមិនធ្វើដើម្បីខ្លួនឯងមេឃដីនឹងដាក់ទោសអ្នកកុំបន្ទោសខ្ញុំអីចង់ពួកគាត់ទាំងពីរអ្នកឲ្យខ្ញុំបាទអ្នកលែងម៉ាក់ខ្ញុំភ្លាមខ្ញុំប្រាប់ឲ្យអ្នកដាក់វាចូលក្នុងភ្លើងឥឡូវនេះបើមិនអញ្ចឹងទេខ្ញុំនឹងឲ្យអ្នកជាប់គុកអស់មួយជីវិត
មែនហើយជាអូខេធម្មតាយីយូក៏ល្អចំពោះអ្នកដែរហើយអ្វីអ្នកត្រូវធ្វើដល់ថ្នាក់នេះបានហើយជប់និយាយរឿងឥតប្រយោជន៍នៅទីនេះទៅខ្ញុំផ្ដល់ឱកាសចុងក្រោយឲ្យអ្នកធ្វើតាមសម្រួលចុះហត្ថលេខាលើលិខិតទេសកម្មកាប់ពីហ៊ុននេះឲ្យខ្ញុំបើមិនអញ្ចឹងទេហេអ្នកកំពុងយកសັບទាំងថ្ងៃហើយល្អយេនេះជាអ្វីដែលអ្នករកខ្លួនឯងទេមកនេះខ្ចីដៃអ្នកបន្តិចជូខេអ្នកហ៊ានខ្លាញ់បន្លំសំបីតែរបស់នេះផងខ្លាញ់បន្លំនៅលើនេះមានស្នាមមេដៃរបស់អ្នកតើហៅថាខ្លាញ់បន្លំយ៉ាងម៉េចទៅឲ្យឆ្ងាយទៅខ្ញុំមិនឲ្យអ្នកសម្រេចបំណងឡើយអញ្ចឹងវាមិនពាក់ព័ន្ធនឹងអ្នកទៀតទេយ៉ាងណាក៏អ្នកមើលមិនឃើញដែរពួកយើងទៅជូខេអាមនុស្សអាក្រក់អូយអូហូកៅអីប្រធានក្រុមប្រឹក្សាភិបាលនេះពិតជាស្រួលអង្គុយមែនដល់វេនខ្ញុំអង្គុយម្ដងហើយក្តីសម្លាញ់លទ្ធផលស៊ើបអង្កេតចេញមកហើយវីឡានោះត្រូវបានគេបំផ្ទុះខ្លាយជាគំនោបាក់បែកអស់ហើយស្រីម្នាក់នោះនិងម៉ាក់របស់នាងត្រូវគ្របបែកខ្ទេចគ្មានសល់សំបីតែបន្តិចអញ្ចឹងឥឡូវនេះពួកគាត់ស្លាប់បាត់អស់ហើយគ្មានអ្នកណាអាចធ្វើជាសាក្សីបានទេពួកយើងមានបណ្ដាំរឹកនេះនៅក្នុងដៃมันចាំបាច់ទន្ទឹងរង់ចាំតតែអស់មួយកំប៉ុងដើម្បីឃើញពីប្រសិទ្ធភាពនោះទេជាមួយនឹងកំពូលវីតាមីនសម្រាប់ទម្ងន់យ៉ាសកាសម្រាប់បងអូនដែលចង់ស្រកគីឡូឲ្យបានលឿនចង់ផ្លាស់ប្ដូររូបរាងពីធាត់មកស្គមក្នុងរយៈពេលខ្លីអាចមកសាកល្បងប្រើបានធានាជូនថាត្រឹមមួយគ្រាប់ដំបងបងអូននឹងឃើញផលតែម្ដងថាធូរខ្លួនស្រាលខ្លួននិងស្រស់ស្រាយជាងមុនដោយសារតែកំពូលវីតាមីនសម្រាប់ទម្ងន់យ៉ាសកាមិនមែនផ្ដោតទៅលើការស្រកគីឡូដោយសារតែការរីករាស់នោះទេប៉ុន្តែផ្ដោតទៅលើការដុតជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយទាំងមូលមិនថានៅត្រង់ក្បាលពោះផ្លូវឬដើមដៃគឺដុតខ្ទេចអស់មួយតួខ្លួននិងបណ្ដេញខ្លាញ់អាក្រក់ដែលបានដុតនោះចេញតាមញើសនិងទឹកនោមដូច្នេះហើយទៅបងអូនញ៉ាំត្រឹមតែមួយគ្រាប់ដំបូងនិងសង្កេតឃើញខ្លួនឯងចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងចំណែកបងអូនដែលពិបាកតមអាហារឧស្សាហ៍ឃ្លានញឹកញាប់ឬខ្ជិលក្នុងការហាត់ប្រាណក៏មិនបាច់ព្រួយបារម្ភដែរញ៉ាំជាមួយវីតាមីនសម្រក់ទម្ងន់យ៉ាសកាស្រកដោយមិនចាំបាច់តមថែមទាំងជួយកាត់បន្ថយចំណង់អាហារធ្វើឲ្យបងអូនញ៉ាំតិចជាងមុនតែឆ្អែតបានយូរហើយមិនចាំបាច់ហាត់ប្រាណក៏ស្រកគីឡូបានដែរស្រកបែបធម្មជាតិព្រោះផ្សំឡើងពីគ្រាប់ធញ្ញជាតិនិងវត្ថុធាតុផ្សំពិសេសមួយចំនួនទៀតដែលជារូបមន្តស្តង់ដារប្រទេសបារាំងកត្តានេះហើយទើបធ្វើឲ្យបងអូនញ៉ាំត្រឹមមួយកំប៉ុងដំបូងអាចស្រកចន្លោះពី3ទៅ8គីឡូបានយ៉ាងស៊ីផុយស្រកដោយសុវត្ថិភាពស្តង់ដារអន្តរជាតិដែលមានការទទួលស្គាល់យ៉ាងត្រឹមត្រូវទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសប្រើប្រាស់ដោយសុវត្ថិភាពខ្ពស់បំផុតមិនភ័យខ្លាចមានផលប៉ះពាល់ទៅថ្ងៃក្រោយនោះទេជាមួយនឹងកំពូលវីតាមីនសម្រក់ទម្ងន់យ៉ាសកាញ៉ាំហើយទទួលបានទាំងសុខភាពល្អហើយបានទាំងរាងស្អាតថែមទៀតអ្វីទាំងអស់របស់មេញូគឺជារបស់ពួកយើងហើយទេជារបស់ពួកយើងលោកស្រីសម្ចាស់ភាគហ៊ុនទាំងអស់មកដល់ហើយឥឡូវនេះពួកគាត់កំពុងរងចាំអ្នកនៅក្នុងបន្ទប់ប្រជុំយកហើយខ្ញុំដឹងហើយអូនសម្លាញ់ចាំពេលខ្ញុំទទួលបានភាគហ៊ុនទាំងអស់សិនចាំត្រឡប់មកសប្បាយជាមួយគ្នាវិញស្អប់ណាស់តើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាលោកស្រីលេងជួបគ្រោះថ្នាក់ភ្លាមបែបនេះតើត្រូវធ្វើដូចម្តេចឥឡូវនេះបើគ្មានលោកស្រីលេងទៅថ្ងៃមុខក្រុមហ៊ុននឹងទៅជាយ៉ាងណាគឺអ្នកតើ
លោកឆៅមកដល់ហើយអ្នកទាំងអស់គ្នាចំពោះរឿងភរិយាខ្ញុំលេងយកខ្ញុំពិតជាសោកស្ដាយណាស់ប៉ុន្តែក្រុមហ៊ុនធំបែបនេះមិនអាចគ្មានអ្នកដឹកនាំសូម្បីតែមួយថ្ងៃឡើយដូច្នេះហើយទើបថ្ងៃនេះខ្ញុំហៅអ្នកទាំងអស់គ្នាមកទីនេះនេះគឺជាបណ្ដាំមរតកដែលភរិយាខ្ញុំបានធ្វើឡើងមុនពេលគាត់ស្លាប់ភាគហ៊ុនទាំងអស់របស់គាត់ព្រមទាំងតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនឹងត្រូវបន្តវេនដោយខ្ញុំអីគេស្អីគេហ្នឹងវាមិនអាចទៅរួចទេតើរឿងនេះអាចទៅរួចយ៉ាងម៉េចអ្នកគ្រាន់តែជាមនុស្សអសមត្ថភាពដែលចាំតែស៊ីបាយទឹកស្រីប៉ុណ្ណោះតើលោកស្រីលេនអាចប្រកួតក្រុមហ៊ុនឲ្យមនុស្សដូចអ្នកបានយ៉ាងម៉េចមែនហើយបើឲ្យអ្នកធ្វើជាប្រធានតើវាមិនបំផ្លាញអនាគតក្រុមហ៊ុនទេខ្ញុំដាច់ខាតមិនយល់ព្រមទេមែនហើយមិនយល់ព្រមទេខ្ញុំមិនយល់ព្រមអ្នកទាំងអស់គ្នាស្ងាត់សិនខ្ញុំដឹងថាសមត្ថភាពខ្ញុំនៅមានកម្រិតប៉ុន្តែបណ្ដាំមរតកនេះគឺភរិយាខ្ញុំបានផ្តិតមេដៃដោយផ្ទាល់វាមានសុពលភាពតាមផ្លូវច្បាប់បើអ្នកទាំងអស់គ្នាមិនគោរពតាមនោះគឺជាការល្មើសច្បាប់ហើយនេះហាក់ដូចជាស្នាមមេដៃរបស់លោកស្រីលេនមែនពិតមែនហើយកាលពីលើកមុនមានឯកសារមួយលោកស្រីលេនក៏បានផ្តិតមេដៃដូចគ្នាបេះបិទបែបនេះដែរបើដឹងថាជាស្នាមមេដៃរបស់លោកស្រីលេនហើយហេតុអ្វីមិនប្រញាប់គោរពប្រធានថ្មីរបស់អ្នកទៀតតើត្រូវបណ្ដោយឲ្យគាត់ធ្វើមែនឬម៉ាក់ត្រូវតែមានសុវត្ថិភាពនិងសុភមង្គលណាលោកស្រីលេនស្ថានភាពម្ដាយរបស់អ្នកគឺមានស្ថិរភាពហើយខ្ញុំបានសម្អាតបំណែកផ្ទុះចេញអស់ហើយចំណែកពេលណាអាចដឹងខ្លួនវិញខ្ញុំមានតែព្យាយាមឲ្យអស់ពីសមត្ថភាពអរគុណលោកគ្រូពេទ្យអ្នកប្រើថ្នាំល្អបំផុតឲ្យម៉ាក់ខ្ញុំទៅអស់ប៉ុន្មានក៏ខ្ញុំព្រមមកដែរលោកប្រធានលីនឬគេនិយាយថាអ្នកស្លាប់បាត់ហើយតើនេះជារឿងអីឲ្យប្រាកដឈៅខ្ញុំនឹងឲ្យអ្នកសងត្រឡប់វិញឲ្យខាន់តែបានជំរាបសួរលោកប្រធានchâuបែបនឹងទើបត្រូវអ្នកទាំងអស់គ្នាកុំបារម្ភអីធ្វើការតាមខ្ញុំទៅខ្ញុំនឹងឲ្យអ្នករស់នៅស្រួលស៊ីឆ្ងាញ់ពិសាដូចដើមអញ្ចឹងថ្ងៃកើតហេតុនោះខ្ញុំក៏នៅទីនោះដែរគាត់មិនអាចជួបគ្រោះថ្នាក់ចៃដន្យទេរឹតតែមិនអាចសរសេរបណ្ដាំរត់ប្រគល់ក្រុមហ៊ុនឲ្យអាមនុថប់ទៀបចៅខៃនេះលេខាវាងតានេះជារឿងអីទៅមែនហើយសម្ដីអ្នកនិយាយពួកខ្ញុំស្ដាប់មិនយល់ទេអ្នកទាំងអស់គ្នាកុំស្ដាប់គាត់និយាយផ្ដេសផ្ដាសលេខាវាងគាត់គ្រាន់តែខឹងដែលក្រុមហ៊ុនធ្លាក់លើដៃលោកប្រធានchâuទើបមករករឿងបែបនេះមែនហើយលេខាវាងចាប់ពីពេលនេះទៅអ្នកត្រូវបានបណ្ដេញចេញហើយចេញទៅឲ្យឆ្ងាយភ្លាមលោកប្រធានទាំងអស់គ្នាស្ដាប់ខ្ញុំសិនទោះបីជាខ្ញុំមិនដឹងថាគាត់ធ្វើម៉េចឲ្យលោកប្រធានលីនផ្តិតមេដៃបានតែនេះមិនមែនជាបំណងរបស់គាត់ទេពេលនោះគាត់ឲ្យខ្ញុំរៀបចំលិខិតលែងលះគាត់មិនអាចប្រកល់ក្រុមហ៊ុនចៅខៃទេលិខិតលែងលះអីអ្នកស្រីចៅតានេះជារឿងអីទៅកុំស្ដាប់គាត់និយាយរីមីលិខិតលែងលះអីទៅខ្ញុំមិនដឹងរឿងអីបន្តិចសោះទាំងអស់នេះគាត់ប្រឌិតឡើងទេប្រឌិតរឿងអីអ្នកហ៊ាននិយាយទេថាអ្នកស្រីចៅមីងហ្វាំងម្នាក់នេះមិនមែនជាស្រីកំណានរបស់អ្នកនរណាជាស្រីកំណានខ្ញុំគ្រាន់តែជាប្អូនធម៌លោកប្រធានchâuទេមែនហើយគាត់គ្រាន់តែជាប្អូនធម៌របស់ខ្ញុំប៉ុណ្ណោះអ្នកឯងនេះពិតជាមកនេះយកអាសម្រាមដែលត្រូវគេដេញចេញម្នាក់នេះបោះវាចេញទៅក្រៅឲ្យខ្ញុំឈប់សិនលោកមេធាវីខុងលោកមកបានល្អណាស់ថ្ងៃនោះអ្នកក៏នៅទីនោះដែរប្រាប់ការពិតដល់អ្នករាល់គ្នាទៅមែនហើយលោកមេធាវីខុងអ្នកគឺជាមេធាវីផ្ទាល់ខ្លួនរបស់លោកស្រីលីនប្រញាប់ប្រាប់ពួកយើងមកថាតើមានរឿងអ្វីកើតឡើងឲ្យប្រាកដមែនហើយលោកមេធាវីខុងពួកយើងមិនជឿអ្នកផ្សេងទេជឿតែអ្នកម្នាក់គត់អ្នករាល់គ្នាកុំបារម្ភអីឲ្យតែខ្ញុំមកដល់ទីនេះខ្ញុំនឹងលាតត្រដាងការពិតឲ្យពិភពលោកបានដឹងលោកមេធាវីខុងខ្ញុំសូមរំលឹកអ្នកកុំចេះតែដើរនិយាយបង្កាច់បង្ខូចគេឲ្យសោះអ្នកនឹងមានវាសនាដូចលេខាវាងដែរគឺគ្មានលទ្ធផលល្អឡើយល្អណាស់ក្នុងនាមជាមេធាវីអ្វីដែលសំខាន់គឺយុត្តិធម៌កញ្ញាចៅគ្រាន់តែសម្ដីមិញនេះអ្នកចង់មកគំរាមខ្ញុំផងអីបងខៃតើយើងគួរធ្វើម៉េចឥឡូវនេះ
អ្នកទាំងពីរត្រៀមខ្លួនជាប់គុកទៅក្នុងពេលដែលអ្នករាល់គ្នាជឿជាក់លើខ្ញុំបែបនេះអញ្ចឹងខ្ញុំនឹងនិយាយត្រង់តែម្ដងការពិតគឺគាត់កំពុងតែភូតភរអាហាលេខាពិតជាកំពុងភូតភរមែនឬពេលលោកស្រីលីនមានរឿងខ្ញុំនៅការិយាល័យមេធាវីរហូតចំណែករឿងកិច្ចព្រមព្រៀងលែងលះអីនោះរឹតតែជារឿងមិនសមហេតុផលអីគេលោកមេធាវីអីអ្នកនិយាយបែបហ្នឹងកាលនោះអ្នកក៏នៅទីនោះច្បាស់ណាស់តើលោកស្រីលីនបានប្រាប់អ្នកនឹងខ្ញុំដោយផ្ទាល់មាត់ឲ្យទៅរៀបចំកិច្ចព្រមព្រៀងលែងលះអ្នករាល់គ្នាបានរើសហើយមែនទេមិញនេះលោកមេធាវីខំបាននិយាយហើយរឿងទាំងអស់នេះគឺលេខាបាំងម្នាក់ឯងទេដែលជាអ្នកប្រឌិតរឿងឡើងនិយាយមករកខ្ញុំមានការអីលោកមេធាវីដងអ្នកគឺជាមនុស្សឆ្លាតឥឡូវនេះលីនយាកស្លាប់បាត់ហើយប្រសិនបើអ្នកស្ដាប់តាមខ្ញុំកុំបារម្ភអីថ្លៃមេធាវីដែលខ្ញុំឲ្យអ្នករាល់ឆ្នាំបន្ថែម10លានទៀតបើខ្ញុំមិនព្រម20លាន30លានសន្យាគ្នាឲ្យច្បាស់ចង់បោកខ្ញុំមែនទេអ្នកនៅខ្ចីណាស់ខ្ញុំធ្លាប់ឲ្យឱកាសអ្នកហើយតែអ្នកចាប់វាមិនជាប់អ្នកទាំងពីរខុបខិតគ្នាលោកគ្រូពេទ្យតើអ្នកសុំនឹងលោកប្រធានលីនទេវ៉ាងមីនបង្កាច់បង្ខូចមេធាវីជាសាធារណៈគ្រាន់តែខ្ញុំខលមួយខ្សែអ្នកនឹងត្រូវជាប់គុកយ៉ាងតិច5ឆ្នាំភ្លាមអ្នកជឿទេហេ10លានដុល្លារអស់ហើយសំណាញ់ច្បាប់រត់មិនរួចទេគង់តែមានកម្មពីទេកម្មពីខ្ញុំមានកម្មពីឬអត់ខ្ញុំមិនដឹងទេតែអ្នកមានកម្មពីឥឡូវនេះហើយយ៉ាងម៉េចដែរឥឡូវនេះតើមានអ្នកណាជំទាស់នឹងខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាលទៀតទេស្អីគេនេះជាលិខិតលោកពីហ៊ុនមែនទេនេះពិតជាលោកប្រធានចៅអ្នកចង់លក់ក្រុមហ៊ុនមែនទេអ្នកប្រកាសជាស្មានមិនដល់ថាខ្ញុំមិនទាន់ស្លាប់ទេចង់ចាប់អ្នកគឺធ្វើឲ្យអ្នកគ្មានផ្លូវរស់ឥឡូវចៅខៃនៅឯណាជំរាបសួរបើចង់ជួបលោកប្រធានចៅគឺត្រូវណាត់ទុកជាមុនលោកប្រធានលីនមិនមែនខ្ញុំមិនចង់ឲ្យមានរឿងអីរ៉ារ៉ាំងទេលោកប្រធានជីនឥឡូវកំពុងនៅបន្ទប់ប្រជុំធំជាន់លើបង្អស់ម្ចាស់ភាគហ៊ុននិងថ្នាក់ដឹកនាំទាំងអស់ក៏នៅទីនោះដែរដូចដែលខ្ញុំស្មានទុកមិនខុសមែននេះជាក្រុមហ៊ុនភាពយន្តដែលយើងកំពុងធ្វើមិនខុសទេខ្ញុំបានស៊ើបអង្កេតរួចហើយឥឡូវនេះក្រុមហ៊ុនលីនគ្រប់ឡើងដល់ចំណុចកំពូលហើយបើចង់ឲ្យខ្ពស់ជាងនេះទៀតក៏មិនងាយដែរមិនស្មើនឹងយើងឆ្លៀតឱកាសឥឡូវនេះទេគ្រប់គ្នាដកលុយទៅរស់នៅបែបស៊ីវិល័យមិនល្អជាងទេអីមិនបានទេខ្ញុំមិនព្រមទេខ្ញុំក៏មិនព្រមដែរលីនគ្រប់ជាញើសឈាមពាក់កណ្ដាលជីវិតរបស់យើងមិនក៏ចេះតែថាចង់លក់ក៏លក់អញ្ចឹងខ្ញុំមិនព្រមទេខ្ញុំមិនយល់ស្របនឹងអ្នកទេអូបានទេអូសុំទោសផងខ្ញុំទើបតែស្ដាប់មិនសូវច្បាស់ប៉ុន្តែខ្ញុំចុះអើយតើអ្នកនឹងឲ្យខ្ញុំចាក់ចេញដោយសុវត្ថិភាពមែនទេនោះគឺជាគាត់ឲ្យតែអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទេពីហ៊ុននេះ
ខ្ញុំធានាថាអ្នកនិងគ្រួសារនឹងមានសុវត្ថិភាពពេញមួយជីវិតខ្ញុំចុះហត្ថលេខាខ្ញុំចុះហត្ថលេខាខ្ញុំក៏ចុះដែរចុះទាំងអស់តែម្ដងលោកប្រធានយ៉ាវអ្នកបានចុះហត្ថលេខាលើលិខិតលក់ភាគហ៊ុនចុងក្រោយនេះហើយបូករួមទាំងបណ្ដាំមរតនោះទៀតក្រុមហ៊ុនលេងរូបត្រូវបានលក់ដោយជោគជ័យហើយធ្វើបានល្អណាស់ហត់នឿយហើយប្តីសម្លាញ់តើអាចចែកលុយបានប្រហែលប៉ុន្មានដែរមិនច្រើនទេប្រហែលជាង200,000 លានច្រើនដល់ថ្នាក់ហ្នឹងព្រះចាមភ្លឺទោះបីជាអ្នកហត់នឿយយ៉ាងណាក៏ដោយតើអាចធ្វើអ្វីបានឥឡូវនេះគ្រប់យ៉ាងត្រូវបានសម្រេចរួចរាល់ហើយគ្មានអ្នកណាអាចមករ៉ាំងខ្ញុំបានទេហាហាតើអ្នកណាថាគ្មានអ្នកណារ៉ាំងអ្នកបានលោកប្រធានលេនឲ្យលោកប្រធានលេនតើអ្នកមិនមែនត្រូវគ្រាប់បែកស្លាប់បាត់ហើយទេអីមែនហើយលោកប្រធានលេនហេតុអ្វីបានជាអ្នកមកបង្ហាញខ្លួននៅទីនេះតើអ្នកជាមនុស្សឬជាខ្មោចខ្ញុំច្បាស់ជាបានឃើញវិឡាបទុះនឹងភ្នែកហើយតើអ្នកអាចនៅរស់បានយ៉ាងដូចម្ដេចនឹកស្មានមិនដល់មែនទេខ្ញុំក៏នឹកស្មានមិនដល់ដែរកាលពីមុនដើម្បីការពារការរញ្ជួយដីជំរកក្រោមដីដែលបានចំណាយលុយធ្វើបែរជាមានប្រយោជន៍ទៅវិញជំរកក្រោមដីហេតុអ្វីបានជាខ្ញុំមិនដឹងអ្នកនៅខាងក្រៅដើរលេងជាមួយស្រីមិនល្អរាល់ថ្ងៃតើអ្នកថានរណាជាស្រីមិនល្អប្រញាប់ចេញមកទទួលស្គាល់ថាខ្លួនឯងជាស្រីមិនល្អដល់ហើយមិនអីទេវិញ្ញាបនបត្រនេះពួកយើងលោកប្រធានលេខខ្ញុំបើខ្ញុំចាំមិនខុសទេភាពជោគជ័យរបស់ការិយាល័យមេធាវីអ្នកនៅថ្ងៃនេះគឺបានមកពីលុយកាក់ពិតប្រាកដរបស់ខ្ញុំទាំងអស់តើអាឆៅខេនឹងឲ្យលុយអ្នកប៉ុន្មានបានជាអ្នកជួយវាលក់ក្រុមហ៊ុនចោលបែបនេះលោកលេខខ្ញុំដឹងខុសហើយខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំគ្រាន់តែត្រូវលុយបិទភ្នែកមួយពេលលោកលិនលើកលែងទោសឲ្យខ្ញុំម្ដងនេះទៅត្រូវលុយបិទភ្នែកមែនទេអ្នកជាមេធាវីបែរជាដឹងច្បាប់ហើយនៅតែបំពេញនៅមានមុខមកនិយាយថាត្រូវលុយបិទភ្នែកទៀតបញ្ជូនគាត់ទៅប៉ុស្តិ៍ប៉ូលីសទៅលោកលិនលើកលែងទោសឲ្យខ្ញុំផងលោកលិនឥឡូវដល់វេនអ្នកហើយលោកលិនតើមានរឿងអ្វីកើតឡើងឲ្យប្រាកដគាត់ថែមទាំងដំបូងគាត់បានចាប់ពួកយើងបង្ខាំងទុកបន្ទាប់មកបង្ខំឲ្យធ្វើបណ្ដាំរត់ខ្លាំងៗនឹងព្រឹត្តមេដៃចុងក្រោយថែមទាំងចង់បំផ្ទុះគ្រាប់បែកទៀតដើម្បីសម្លាប់ខ្ញុំនិងម៉ាក់របស់ខ្ញុំបំផ្ទុះគ្រាប់បែកមែនទេនេះមិនមែនជាបទក្រិតសម្រាប់មនុស្សទេអីតើលោកឆៅឈួតហើយមែនទេលោកវងខ្ញុំខុសហើយខ្ញុំមិនបានតាំងចិត្តទេគឺគាត់គឺស្រីម្នាក់នោះដែលបញ្ចុះបញ្ចូលខ្ញុំមិនបានចង់សម្លាប់អ្នកទេគឺគាត់អ្នកស្មានថាខ្ញុំល្ងងមែនទេលួចដាក់គ្រឿងផ្ទុះក្នុងផ្ទះទុកជាមុននៅហ៊ាននិយាយថាគេបញ្ចុះបញ្ចូលទៀតមែនទេខ្ញុំសុំតែស្លាប់ខ្ញុំមានទោសហើយប្រពន្ធសម្លាញ់ខ្ញុំសុំទោសអ្នកចង់លេងលះមែនទេខ្ញុំយកព្រមខ្ញុំនឹងចុះហត្ថលេខឥឡូវនេះខ្ញុំនឹងចាក់ចេញដោយខ្លួនទេហួសពេលហើយខ្ញុំធ្លាប់ផ្ដល់ឱកាសឲ្យអ្នកហើយឥឡូវមានតែទៅដេកគប់ប៉ុណ្ណោះទេពួកយើងអាចពិភាក្សាគ្នាបានមែនទេកាលពីមុនអ្នកស្រឡាញ់ខ្ញុំខ្លាំងណាស់អ្នកប្រកាសជាមិនដាច់ចិត្តឃើញខ្ញុំជាប់គុកទេពេលនេះគ្មានអ្នកណាស្រឡាញ់ខ្ញុំទៀតទេលោកលិនលើកលែងទោសឲ្យខ្ញុំទៅខ្ញុំមិនបានធ្វើអ្វីទាំងអស់នេះជាគំនិតរបស់គាត់មិនពាក់ព័ន្ធនឹងខ្ញុំទេលោកលិនចុះរឿងដែលអ្នកជួយគាត់ចាប់បង្ខាំងខ្ញុំនោះអ្នកគិតថាអ្នកមិនបានជួយគាត់មែនទេទាំងអស់ហ្នឹងគឺគាត់បង្ខំខ្ញុំទេពិតមែនណាលោកលិនអ្នកត្រូវជឿខ្ញុំពិតមែនហើយខ្ញុំមិនដែលគិតអាក្រក់លើអ្នកទេសូមអត់ទោសឲ្យខ្ញុំផងទៅឲ្យឆ្ងាយទៅដងខ្ញុំរឿងនេះវាថោកទាបពេកហើយមនុស្សម្នាក់នេះពិតជាថោកទាបណាស់ហ៊ានសម្លាប់មនុស្សដើម្បីប្លន់យកទ្រព្យសម្បត្តិទៀតស្ទើរតែសម្លាប់លោកលិនទៅហើយសំណាងហើយដែលលោកលិនមានបុណ្យខ្ពស់បើមិនអញ្ចឹងទេក្រុមហ៊ុនលិនគ្រប់បាសជាត្រូវវិនិច្ឆ័យដោយសារមនុស្សថោកទាបបែបនេះហើយលេខាវាងអ្នកមិនអីទេមែនទេមិនអីទេរបួសបន្តិចបន្តួចប៉ុណ្ណោះអញ្ចឹងល្អហើយពិបាកដល់អ្នកហើយមកពីខ្ញុំទេដែលធ្វើឲ្យអ្នកត្រូវមកលោកលិនកុំមានប្រសាសន៍បែបនេះអីក្រុមហ៊ុនបើកប្រាក់ខែឲ្យខ្ញុំពិតជាត្រូវការពីផលប្រយោជន៍ក្រុមហ៊ុនហើយបើមិនអញ្ចឹងទេខ្ញុំមិនខុសពីសក្តិភាពនោះទេ
នៅលេខាវាងទទួលបានប្រាក់ខែតែ$120,000ក្នុងមួយខែក៏នៅស្គាល់ពីការលះបង់ដើម្បីការងារដែរចំណែកអ្នកខ្ញុំឲ្យលុយចាយម្នាក់ឯង$50,000ក្នុងមួយខែអ្នកបែរជាចង់បំផ្លាញក្រុមហ៊ុនទៅវិញអ្នកពិតជាអន់ជាងសត្វធៀបទៅទៀតប្តីសម្លាញ់កុំមកហៅខ្ញុំថាប្តីទៀតឆាប់ទៅប្រាប់គាត់ទៅថ្ងៃនេះមានខ្ញុំនៅទីនេះគ្មាននរណាអាចប៉ះពាល់គាត់បានទេយ៉ានហេតុអ្វីអ្នកមកទីនេះមើលទៅស្រីកញ្ជឿធ្លុះមិនមែនមានតែម្នាក់ទេប្តីសម្លាញ់ឆាប់ក្រោកឡើងអ្នកមិនបាច់ខ្លាចគាត់ទេដឹងអញ្ចឹងខ្ញុំប្រាប់ការពិតដល់អ្នកតាំងពីយូរហើយអ្នកក៏មិនបាច់មកពិបាកបែបនេះដែរការពិតអីពួកអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ខ្ញុំគឺជាកូនស្រីរបស់លោកវ៉ាងធីនឡុងប្រធានសភាពាណិជ្ជកម្មក្រុងចឹងឆឹងវ៉ាងអ៊ីងហើយបានរណាហ៊ានធ្វើបាបចៅខៃទៀតខ្ញុំនឹងកម្ចាត់អ្នកចេញពីក្រុងចឹងឆឹងជារៀងរហូតយ៉ានឪពុករបស់អ្នកគឺជាប្រធានសភាពាណិជ្ជកម្មមែនទេចាស់ពីមុនខ្ញុំមិនបានប្រាប់ព្រោះខ្លាចអ្នកគិតច្រើនឥឡូវនេះក្នុងពេលដែលអ្នកចង់លេងលះជាមួយស្រីម្នាក់នេះអញ្ចឹងខ្ញុំត្រូវតែប្រាប់ការពិតដល់អ្នកប្តីសម្លាញ់នាងជាអ្នកណាហេតុអ្វីហៅអ្នកថាប្តីឈួតមែនខ្ញុំប្រាប់អ្នកណាយ៉ាវមីហ្វេងចាប់ពីពេលនេះទៅពួកយើងគ្មានពាក់ព័ន្ធគ្នាទៀតទេនៅក្នុងចិត្តខ្ញុំមានតែយ៉ានម្នាក់គត់ថាអីយ៉ានអ្នកដឹងស្រាប់ហើយក្នុងចិត្តខ្ញុំមានតែអ្នកម្នាក់គត់ខ្ញុំគ្រាន់តែលេងសើចជាមួយគាត់ប៉ុណ្ណោះហាខ្ញុំដឹងហើយខ្ញុំជឿអ្នកបើមិនអញ្ចឹងទេអ្នកក៏មិនធ្វើដើម្បីខ្ញុំដែរដោយជួវីឡាដ៏ប្រណីតនោះនៅក្បែរផ្ទះខ្លួនឯងបែបនេះជួវីឡាអីឆៅខេអ្នកពិតជាចេះរៀបចំមែនហ៊ានដល់ថ្នាក់លាក់ស្រីទៀតផងខ្ញុំលាក់ស្រីចុះយ៉ាងម៉េចខ្ញុំថែមទាំងប្រាប់គាត់ទៀតឲ្យតែយ៉ាននៅទីនេះគ្មានអ្នកណាធ្វើអ្វីខ្ញុំបានទេកូនស្រីរបស់ប្រធានហ៊ុនគឺត្រូវហើយលេងយោខ្ញុំទទួលស្គាល់ថាអ្នកជាអ្នកការពារទីក្រុងយ៉ែងឆេងមានទ្រព្យសម្បត្តិមហាសាលប៉ុន្តែវាយ៉ាងម៉េចទៅឲ្យតែអ្នកនៅយ៉ែងឆេងមួយថ្ងៃអ្នកត្រូវតែស្ដាប់សម្ដីឪពុកខ្ញុំបើមិនអញ្ចឹងទេខ្ញុំនឹងឲ្យគេកម្ចាត់អ្នកចេញពីទីនេះពិតមែនហើយនៅទីក្រុងយ៉ែងឆេងនេះប្រធានវ៉ងគឺជាមេឃអញ្ចឹងមែនតាមសម្ដីអ្នកគឺចង់ការពារគាត់មែនទេត្រូវហើយគាត់គឺជាបរិសុទ្ធដែលខ្ញុំស្រឡាញ់ខ្ញុំដាច់ខាតមិនឲ្យគាត់មានរឿងអ្វីឡើយអញ្ចឹងខ្ញុំសូមរំលឹកអ្នកគាត់បានប្រព្រឹត្តបទឃាតកម្មដោយចេតនាតើអ្នកយកអ្វីមកការពារគាត់យ៉ានអ្នកត្រូវតែជួយខ្ញុំគឺមកពីស្រីថោកទាបយ៉ាវមីវិញបង្ខំខ្ញុំទេខ្ញុំក៏គ្មានជំរឿដែរហៅខេអ្នកពិតជាមិនចេះខ្មាស់អ៊ីនមែនលេងយកអ្នកថាហៅខេប្រព្រឹត្តបទឃាតកម្មមែនទេអញ្ចឹងខ្ញុំសួរអ្នកតើគាត់សម្លាប់អ្នកណាមិនមែនអ្នកកំពុងឈរនៅទីនេះស្រស់ទេអីអូត្រូវហើយមិនមែនអ្នកកំពុងឈរនៅទីនេះទាំងនោះទេអីគ្មានរឿងអីកើតឡើងទេផ្អែកលើអីបានជាថាខ្ញុំសម្លាប់មនុស្សម៉ាក់ខ្ញុំដោយសារតែគ្រាប់បែកផ្ទុះឥឡូវកំពុងដេកលើក្រែពេទ្យមិនដឹងរស់ឬស្លាប់ទេចុះបែបនេះមិនមែនជាការសម្លាប់មនុស្សទេអីលោកស្រីលីស្អីទៅម៉ាក់របស់អ្នកនៅតែសម្លាប់មិនទាន់ដឹងខ្លួនទេចេញទៅសំបីតែមនុស្សចាស់ក៏អ្នកមិនលើកលែងដែរតើអ្នកនៅជាមនុស្សទៀតទេខ្ញុំមិនដឹងរឿងអីទាំងអស់យ៉ានអ្នកត្រូវតែជួយខ្ញុំណាចាំរឿងនេះចប់សិនខ្ញុំនឹងរៀបការជាមួយអ្នកភ្លាមលីនយីអ្នកទើបតែនិយាយថាចៅខាយប្រាជីផ្ទុះចង់សម្លាប់អ្នកនិងម៉ាក់របស់អ្នកចុះភុស្តាំងនៃណាគ្រាន់តែផ្អែកលើសម្ដីរបស់អ្នកម្នាក់ឯងវាមិនអាចចាត់ទុកជាភុស្តាំងបានទេអូមែនហើយត្រូវហើយច្បាប់គឺត្រូវនិយាយគ្នាដោយភុស្តាំងសាក្សីវត្ថុតាំងនិងចម្លើយសារភាពគឺខ្វះមិនបានទេអ្នកចោទថាខ្ញុំសម្លាប់មនុស្សទាំងគ្មានភុស្តាំងខ្ញុំនឹងប្តឹងអ្នកពីបទបរិហាកេកខ្ញុំអាចធ្វើជាសាក្សីស្អីទៅតើអ្នកឃើញខ្ញុំកាន់ជាផ្ទុះផ្ទាល់ភ្នែកមែនទេមិនបានឃើញទេនឹងគឺជាការធ្វើសាក្សីคล้ายៗមែនហើយខ្ញុំអាចធ្វើឲ្យអ្នកជាប់គុកអស់មួយជីវិតគ្មានអ្នកណាជួយអ្នកបានទេអ្នកណាថាគ្មានសាក្សីខ្ញុំនឹងហើយគឺជាសាក្សីចៅមិនហ្វាងតើអ្នកមានន័យថាម៉េចក្បត់ខ្ញុំមែនទេក្បត់ខ្ញុំមែនទេគឺអ្នកជាអ្នកក្បត់ខ្ញុំមុនលោកស្រីលីនខ្ញុំស្ម័គ្រចិត្តធ្វើជាសាក្សីឲ្យអ្នកភ្លុះរសជាតិត្រូវគេក្បត់ហើយមែនទេប៉ុន្តែខ្ញុំសូមរំលឹកអ្នក
ទោះបីជាឥឡូវអ្នកព្រមធ្វើជាសាក្សីឲ្យខ្ញុំក៏ដោយក៏មិនអាចគេចផុតពីទោសកំហុសដែររឿងនឹងវាពិតណាស់លោកស្រីលីនកំហុសដែលខ្ញុំបានធ្វើខ្ញុំរីករាយនឹងទទួលខុសត្រូវប៉ុន្តែដាច់ខាតមិនអនុញ្ញាតឲ្យមនុស្សត្រឆានចិត្តអាក្រក់បែបនេះរួចផុតពីសំណាញ់ច្បាប់ឡើយតើអ្នកថានរណាជាមនុស្សចិត្តអាក្រក់ខ្ញុំនឹងវាអ្នកឲ្យងាប់អ្នកចង់ធ្វើអីហ្នឹងឥឡូវគាត់គឺជាសាក្សីរបស់ខ្ញុំអ្នកចង់វាសាក្សីរបស់ខ្ញុំមែនទេខ្ញុំមិនអនុញ្ញាតដាច់ខាតយ៉ានអ្នកត្រូវតែជួយខ្ញុំណាមីងយាអ្នកពិតជាមិនអាចលើកលែងឲ្យលីវហៃបានទេមែនទេមែនហើយខ្ញុំបានស្បោះនៅចំពោះមុខម៉ាក់របស់ខ្ញុំរួចហើយថាត្រូវតែឲ្យគាត់សងការខូចខាតនេះវិញឲ្យបានល្អនេះគឺអ្នកបង្ខំខ្ញុំទេណាហឹមអាឡូប៉ានៅទីនេះមានគេធ្វើបាបខ្ញុំប៉ាប្រញាប់មកជួយខ្ញុំមកស្អីគេនៅទូទាំងក្រុងចិញ្ចៅនៅមានអ្នកហ៊ានប៉ះពាល់កូនស្រីរបស់វ៉ាងធីនឡុងទៀតមែនទេមែនហើយប៉ាប្រញាប់មកជួយខ្ញុំមកបើមិនអញ្ចឹងទេខ្ញុំច្បាស់ជាត្រូវគេធ្វើបាបស្លាប់មិនខានល្អកូនស្រីចាំប៉ានឹងទៅដល់ភ្លាមហឹមហ៊ានប៉ះកូនស្រីខ្ញុំចាំមើលលីងយីអ្នកអីហើយមែនទេប៉ារបស់ខ្ញុំនឹងមកដល់ឥឡូវនេះហើយដល់ពេលនោះខ្ញុំនឹងឲ្យអ្នកដឹងខ្លួនមិនខានលោកប្រធានវ៉ាងម្នាក់នេះល្បីខាងការពីកូនណាឬក៏លោកដល់លេងចុកខៃសិនទៅបាទមែនហើយលោកប្រធានលីនដើម្បីរឿងតូចតាចបែបនេះទៅធ្វើឲ្យប្រធានវ៉ាងខឹងវាមិនសមទេរឿងតូចតាចម៉ាក់របស់ខ្ញុំកំពុងដេកនៅលើក្រែពេទ្យមិនដឹងរស់ឬស្លាប់ផងហើយខ្ញុំស្ទើរតែត្រូវគ្រាប់បែកទុកតិចខ្លួនទៅហើយអ្នកហ៊ាននិយាយជាមួយខ្ញុំថាជារឿងតូចតាចផងមែនទេប៉ុន្តែលោកប្រធានលីនប្រធានវ៉ាងម្នាក់នេះយើងមិនអាចតាំងជាមួយគាត់បានទេមែនហើយលោកប្រធានលីនឲ្យតែយើងធ្វើឲ្យប្រធានវ៉ាងខឹងអាជីវកម្មរបស់យើងនៅក្នុងក្រុងជើងឆឹងច្បាស់ជាត្រូវរងសម្ពាធគ្រប់កន្លែងនឹងខាតបង់ធំណាស់ដល់ពេលនេះទៅហើយនៅតែគិតពីរឿងចំណេញតិចតួចយ៉ាងទៀតបើអ្នកខ្លាចវ៉ាងធីនឡុងអញ្ចឹងតាមសម្រួលចុះធ្វើមិនទៅអញ្ចឹងលោកប្រធានលីនសូមថែខ្លួនផងពួកយើងសូមលាសិនហើយមែនហើយលោកប្រធានលីនបន្តិចទៀតប្រធានវ៉ាងមកដល់ហើយអ្នកគួរតែគួរសមបន្តិចទោះបីជាអ្នកមិនគិតពីខ្លួនឯងក៏ត្រូវគិតពីបុគ្គលិករាប់ពាន់អ្នកក្នុងក្រុមហ៊ុនដែរឃើញទេម្ចាស់ភាគហ៊ុនរបស់អ្នកចាក់ចេញអស់ហើយឥឡូវអ្នកមានអ្វីមកតាំងជាមួយខ្ញុំទៀតចង់រងងាប់មែនទេអ្នកហ៊ានវាខ្ញុំផងឈប់ភ្លាមពុកយ៉ានមានរឿងអីហ្នឹងរបួសត្រង់ណាខ្លះឲ្យពុកមើលបន្តិចមើលពុកខ្ញុំមិនអីទេគឺកូនប្រសានាពេលអនាគតរបស់ពុកត្រូវគេវាយអីគេកូនប្រសាអនាគតរបស់ខ្ញុំប្រធានវ៉ាងសួស្ដីខ្ញុំឈ្មោះចៅខៃជាសង្សាររបស់យ៉ានមើលទៅសំរុំតាអ្នកណាហ៊ានធ្វើបាបកូនប្រសាអនាគតរបស់ខ្ញុំពុកគឺគាត់នឹងអូមិនមែនជាលោកអគ្គនាយកលីនទេអីប្រធានវ៉ាងមិនបានជួបគ្នាផ្អាកយូរហើយលោកអគ្គនាយកលីនមិនមែនឲ្យអ្នកទៅជួបប្រធានវ៉ាងរឿងគម្រោងដោយផ្ទាល់ទេអីហេតុអីត្រឡប់មកវិញលោកអគ្គនាយកលីនគឺប្រធានវ៉ាងម្នាក់នោះគាត់ថាបើក្រុមហ៊ុនលីនចង់បានគម្រោងនេះគឺត្រូវផ្ដល់ឲ្យគាត់ផ្ទាល់ខ្លួនបន្ថែមផ្ទេរប្រាក់50លានជាថ្លៃគម្រោងអីគេ50លានគាត់ឈួតនឹងលុយមែនទេលោកអគ្គនាយកលីនតាមដែលខ្ញុំដឹងប្រធានវ៉ាងម្នាក់នោះល្បីខាងបើមិនបានលុយក្រោមតុគឺធានាថាអ្នកនឹងជាប់មិនខានក្រុមហ៊ុនធំទាំងអស់ក្នុងក្រុងជើងឆឹងសុទ្ធតែត្រូវបានគាត់បង្ខំឲ្យបង់ថ្លៃគម្រោងនេះទាំងអស់រំលោភអំណាចពុករលួយនិងស៊ីសំណូកលេខាហួងអ្នកទៅរកអ្នកស៊ើបអង្កេតឯកជនដែលពូកែបំផុតឲ្យខ្ញុំស៊ើបអង្កេតដោយសម្ងាត់ត្រូវតែរកឲ្យឃើញភុស្តាំងរឹងមាំដើម្បីដួលប្រធានវ៉ាងម្នាក់នេះអូលោកអគ្គនាយកលីនអ្នកចង់ចាត់ការប្រធានវ៉ាងមែនទេបើទុកក្រុមហ៊ុនស៊ូឆេងឲ្យនៅបន្តក្នុងពិភពចំនួនក្រុងជើងឆេងបែបនេះទៅថ្ងៃមុខវាអាចនឹងប៉ះពាល់ដល់ក្រុមហ៊ុនលេនរបស់យើងជាងបណ្ដោយឲ្យគេមកលេបត្របាក់ខ្ញុំសុខចិត្តដកខ្លួនចេញដោយខ្លួនឯងវិញបាទខ្ញុំយល់ហើយខ្ញុំទៅចាត់ការឥឡូវនេះអូលោកប្រធានលិន
ឥឡូវនេះអ្នកខ្លាចជាអ្នកមានបំផុតនៅយ៉ាងឆានហើយពិតជាមានមុខមាត់មិនធម្មតាមែនសូម្បីតែកូនប្រសារនាពេលអនាគតរបស់ខ្ញុំក៏អ្នកហ៊ានវិដែរចុះទៅថ្ងៃមុខអ្នកមិនហ៊ានវិខ្ញុំដែរទេអីមែនហើយលោកប្រធានវងលោកមិនដឹងទេអំបញ្ញមិញយានប្រាប់ថាគាត់ជាកូនស្រីរបស់លោកគាត់មិនត្រឹមតែមិនឲ្យតម្លៃលោកទេថែមទាំងជេរប្រមាថថាលោកជាស្អីទៀតផងស្អីមានរឿងបែបនេះផងមែនហើយប៉ាគាត់មិនឲ្យតម្លៃប៉ាតតែសោះប៉ាគុំតែប៉ាមកតន់ពេលមិនដឹងថាខ្ញុំត្រូវគាត់ទេកំភ្លៀងប៉ុន្មានដែរទៀតទេមិនអាចទទួលយកបានទេលោកលេងថ្ងៃនេះអ្នកត្រូវតែផ្ដល់ការពន្យល់ដល់ខ្ញុំបើមិនអញ្ចឹងទេក៏មិនទោសថាខ្ញុំធ្វើឲ្យអ្នកនឹងក្រុមហ៊ុនលេនរបស់អ្នកត្រូវសងថ្លៃខូចខាតឲ្យសោះការពន្យល់អីកូនស្រីរបស់អ្នកដឹងខ្លួនថាគេមានម្ចាស់ហើយនៅតែទៅធ្វើជាស្រីកំណានទៀតចំណែកអាឆៅខេនេះរឹតតែហួសហេតុលួចមានស្រីក្រៅខ្នងថែមទាំងចង់សម្លាប់យកទ្រព្យសម្បត្តិទៀតតើអ្នកចង់ឲ្យខ្ញុំពន្យល់ពីស្អីថាអីកូនស្រីខ្ញុំជាស្រីកំណានអញ្ចឹងអីប៉ាស្ដាប់ខ្ញុំពន្យល់សិនឆៅខេមិនបានស្រឡាញ់គាត់តតែសោះគឺគាត់ទេដែលតាមតោងមិនព្រមឲ្យឆៅខេលេងលះនោះមែនហើយលោកប្រធានវងខ្ញុំស្រឡាញ់តែយានីម្នាក់គត់គឺគាត់គឺលេងយោនឹងហើយគាត់ប្រើតួនាទីជាប្រធានក្រុមហ៊ុនលេនមកបង្ខិតបង្ខំខ្ញុំរហូតមកបើមិនអញ្ចឹងទេខ្ញុំលេងលះការជាមួយយានីបាត់ទៅហើយនៅមានរឿងបែបនេះទៀតផងលោកលេងអ្នកធ្វើបែបនេះតាមានឲ្យតម្លៃខ្ញុំជាប្រធានសភាពាណិជ្ជកម្មនេះខ្លះទេមិនមែនទេលោកប្រធានវងវាមិនមែនដូចអ្វីដែលពួកគេនិយាយនោះទេហេឯងជាស្អីខ្ញុំកំពុងនិយាយជាមួយលោកលេងរបស់អ្នកតាមានចំណែកឲ្យឯងមកចេះដឹងដែរអីអ្នកឯងស្មានថាខ្លួនឯងជាស្អីខ្ញុំកំពុងនិយាយជាមួយអគ្គនាយកលេងរបស់ពួកអ្នកតាមានចំណែកឲ្យអ្នកឯងមកចេះដឹងដែរអីហួងធានឡុងអ្នកជ្រុលហួសហេតុពេកហើយបើអ្នកហ៊ាននៅក្រុមហ៊ុនលីនគ្រប់របស់ខ្ញុំទៀតហើយនៅតែបង្កបញ្ហាថែកបែបនេះកុំបន្ទោសថាខ្ញុំមិនទុកមុខឲ្យអ្នកល្អតើចាំមើលថាអ្នកអាចធ្វើអ្វីខ្ញុំបានមិនទុកមុខឲ្យខ្ញុំមែនទេអគ្គនាយកលេងថ្ងៃនេះបើអ្នកមិនព្រមឲ្យកូនស្រីនិងកូនប្រសារនាពេលអនាគតរបស់ខ្ញុំលុបជង្គង់សុំទោសទេនោះខ្ញុំធានាថានឹងធ្វើឲ្យក្រុមហ៊ុនលីនគ្រប់របស់អ្នកត្រូវគេហាមឃាត់គ្រប់វិស័យក្នុងក្រុងចឹងៗអ្នកស្មានថាក្រុមហ៊ុនលីនគ្រប់របស់ខ្ញុំដើរមកដល់សប្តាហ៍ថ្ងៃនេះគឺដោយសារខ្លាចការគំរាមមែនទេពុកមើលចុះកូនប្រាប់ពុកតាំងពីយូរហើយស្រីម្នាក់នេះមានគំនុំជាមួយពុកតាំងពីយូរមកហើយឥឡូវគ្រាន់តែសាកល្បងបន្តិចក៏ដឹងភ្លាមមែនហើយប្រធានវាងអ្នកប្រញាប់ហាមឃាត់ស្រីម្នាក់នេះទៅបើមិនអីចឹងទេថ្ងៃក្រោយច្បាស់ជាមានពួកអាចកែអាឆ្មាមិនមើលងាយអ្នកអស់ទៅហើយល្អណាស់លីងញាតនេះជាអ្នកបង្ខំខ្ញុំខ្លួនឯងទេជូនដំណឹងទៅខាងក្រោមភ្លាមបង្ខំឲ្យក្រុមហ៊ុនលីងគ្រប់បញ្ឈប់រាល់គម្រោងទាំងអស់នៅក្នុងក្រុងចឹងៗឲ្យអស់ហើយបើថ្ងៃក្រោយមានក្រុមហ៊ុនណានៅក្នុងក្រុងចឹងៗហ៊ានជួយក្រុមហ៊ុនលីងគ្រប់ខ្ញុំនឹងហាមឃាត់ក្រុមហ៊ុននោះដែរនាងឯងនិយាយហើយមែនទេគ្រាន់តែសម្ដីមួយម៉ាត់របស់ពុកខ្ញុំក៏អាចធ្វើឲ្យអ្នកត្រូវគេហាមឃាត់ពេញក្រុងចឹងៗដែរស្អីទៅជាអ្នកមានបំផុតក្នុងក្រុងចឹងៗឥតប្រយោជន៍នៅចំពោះមុខពុកខ្ញុំអ្នកឯងសំបីតែឆ្កែក៏មិនស្មើផងលីងយាខ្ញុំសូមណែនាំឲ្យអ្នកប្រញាប់លុបជង្គង់ទៅលុបជង្គង់សុំទោសប្រធានវាងភ្លាមទៅប្រហែលជាបើប្រធានវាងសប្បាយចិត្តគាត់អាចនឹងលើកលែងជីវិតឆ្កែរបស់អ្នកក៏ថាបានឲ្យខ្ញុំសុំទោសមនុស្សដែលប្រើអំណាចរំលោភច្បាប់ពុករលួយនឹងជាសម្រាប់សង្គមបែបនេះមែនទេគ្មានផ្លូវទេតើអ្នកថានរណាប្រើអំណាចរំលោភច្បាប់នឹងពុករលួយលីងយាបាយអាចញ៉ាំផ្ដេសផ្ដាស់បានតែសម្ដីមិនអាចនិយាយផ្ដេសផ្ដាស់បានទេហួងធានឡុងប៉ុន្មានឆ្នាំមកនេះតើអ្នកបង្កបញ្ហានៅក្រុងហៃចឹងប៉ុន្មានដងហើយនិយាយប៉ុន្មានដងហើយថាឲ្យដកថយទៅអ្នកដឹងច្បាស់ក្នុងចិត្តហើយតើអ្នកមួយបង្កាច់ខ្ញុំនាងយានអ្នកមិនចេះខ្មាស់គេខ្លះទេអីអ្នកដឹងទេការមួយបង្កាច់ប្រធានសភាពាណិជ្ជកម្មចឹងៗតើវាជាទោសធ្ងន់កម្រិតណាមែនហើយមនុស្សថោកទាបអ្នកគ្រាន់តែច្រណែនប៉ុណ្ណោះពុកខ្ញុំនិយាយតែមួយម៉ាត់អ្នកនឹងត្រូវគេបណ្តេញចេញពីចឹងៗភ្លាមអ្នកធ្វើបែបនេះរឹតតែបង្ហាញថាអ្នកអសមត្ថភាពមែនទេលោកប្រធានវាងចុះអ្នកហ៊ានស្បត់ទេប្រាប់អ្នករាល់គ្នាថាអ្នកមិនបានពុករលួយខ្ញុំបើស្រីម្នាក់នេះគ្មានភស្តុតាងសុបបានទេប៉ុន្មានឆ្នាំនេះខ្ញុំប្រយ័ត្នណាស់មិនអាចឲ្យគេចាប់កំហុសបានឡើយខ្ញុំពិតជាមិនបានធ្វើមែនខ្ញុំវាងធានឡុងធ្វើជាប្រធានសភាពាណិជ្ជកម្មជាងច្រើនឆ្នាំមកនេះគឺស្មោះត្រង់នឹងការងារណាស់តើអាចមានរឿងខុសច្បាប់បានយ៉ាងម៉េចពុកចាំបាច់បញ្យកស្រីម្នាក់នេះធ្វើអីយើងប្តឹងប៉ូលីសទៅរឿងមួយបង្កាច់គេបែបនេះអាចឲ្យគាត់ជាប់គុកអស់មួយជីវិតមែនហើយលោកប្រធានវាងអ្នកមិនបាច់ខ្វល់នឹងស្រីម្នាក់នេះទេប្រញាប់កំចាត់គាត់ទៅនាងយានខ្ញុំផ្ដល់ឱកាសឲ្យអ្នកជាលើកចុងក្រោយ
លោកជង្គង់សុំទោសភ្លាមខ្ញុំនឹងទុកផ្លូវរស់ឲ្យអ្នកខ្លះបើមិនអញ្ចឹងទេក្រុមហ៊ុនលីនរបស់អ្នកនឹងត្រូវរលាយមែនទេតើនរណាទុកផ្លូវរស់ឲ្យនរណាឲ្យប្រាកដលោកស្រីលីននេះជាលទ្ធផលប្រមាណខែនេះតែខ្ញុំឲ្យអ្នកស៊ើបអង្កេតឯកជនទៅតាមដានលោកប្រធានវ៉ាងធានឡុងក្នុងរយៈពេល3ខែនេះបានទទួលសំណូកពីសរុបជាទឹកប្រាក់60លានគ្រប់ករណីសុទ្ធតែមានវីដេអូជាភស្តុតាងមិនអាចទេអ្នកហ៊ានឲ្យគេតាមដានខ្ញុំផងមិនដែរអំបញ្ញមិញមិនទាន់អួតថាខ្លួនឯងស្អាតស្អំនឹងបំពេញការងារដោយយុត្តិធម៌ទេអីភ័យដល់ស្លន់ស្លោះហើយមែនទេខ្ញុំឃើញអ្នកភ័យរហូតចេញយកជោគខ្លួនអស់ហើយលេងយួនអ្នកឯងវាជាមនុស្សថោកទាបហ៊ានប្រើល្បិចថោកទាបបែបនេះមកលេងភ្លឹងងឹតដាក់ខ្ញុំផងអ្នកឯងស្លាប់មិនស្រួលខ្លួនទេឡៃយកមើលចុះនេះហើយជាភស្តុតាងរបស់អ្នកអស់រលីងហើយហាហាខ្លាយជាគំនោសម្រាមអស់ហើយតើអ្នកអាចធ្វើអ្វីខ្ញុំបានទៀតនៅក្រុមយ៉ាងចឹងនេះអ្នកចង់ដួលខ្ញុំមែនទេហឹមយកសັບទៅវឿនហ្វៀនឡងប៉ុន្មានឆ្នាំមកនេះអ្នកពិតជាមិនរីកចម្រើនសោះខ្ញុំឃើញថាបទពិសោធន៍និងប្រាជ្ញារបស់អ្នកមិនទៅមុខសោះមានតែភាពឆោតល្ងងទេដែលកើនឡើងអ្នកប្រហែលជាមិនគិតថាខ្ញុំល្ងងដល់ថ្នាក់ដាក់ពងមាន់ក្នុងកន្ត្រកតែមួយទេដឹងអ្នកមិនគិតថានេះជាភស្តុតាងតែមួយគត់ដែលខ្ញុំមានទេមែនទេគ្មានការចម្លងទុកទេអីហឹមចម្លងទុកមិនអាចទៅរួចទេអ្នកចង់បោកខ្ញុំមែនទេលេខាហ៊ុនកាន់ទុកប្រធានវងក្នុង SB នេះខ្លឹមសារគឺដូចគ្នាបេះបិទនឹងអាចដែលអ្នកទើបតែបំផ្លាញចោលអំបញ្ញមិញចង់សាកទេយកទៅភ្ជាប់ជាមួយម៉ាស៊ីនបញ្ចាំងស្លាយទៅឲ្យគ្រប់គ្នាបានឃើញពីភាពស្អាតស្អំរបស់អ្នកនៅក្នុង hard drive computer ពួកយើងនៅមានច្រើនទៀតពុកនេះមានរឿងអីហ្នឹងលោកប្រធានវងគឺពួកឯងទាំងពីរអ្នកជាកូនចង្រៃបើមិនមែនដោយសារពួកឯងដើរបង្កតែរឿងនៅខាងក្រៅរាល់ថ្ងៃទេនោះតើខ្ញុំអាចធ្លាក់ខ្លួនដល់ថ្នាក់នេះទេពួកអាចធ្វើការមិនកើតបំផ្លាញតែរឿងហើយចុះអ្នកឯងទៀតមើលចុះតើទៅរកបានមនុស្សប្រភេទណាអាកូនបំផ្លាញទ្រព្យឯងធ្វើឲ្យខ្ញុំវិនាសអស់ហើយបំផ្លាញត្រកូលវងអស់រលីងហើយពុកវាខ្ញុំធ្វើអីវាមិនពាក់ព័ន្ធនឹងខ្ញុំទេពុកឈួតហើយមែនទេវាគាត់ធ្វើអីគឺលេងយួនជាអ្នករៀបចំផែនការធ្វើបាបពួកយើងហេតុអីគាត់ចង់ទម្លាក់កំហុសលើពួកយើងអូយលោកប្រធានលេងយកច្រឡំហើយនេះជាការយកច្រឡំធំណាស់បាត់ខ្ញុំខុសហើយគឺខ្ញុំមានភ្នែកតែមើលមិនស្គាល់ភ្នំថៃគឺខ្ញុំចាស់ហើយវង្វេងគឺមកពីខ្ញុំខុសទាំងអស់គឺមកពីខ្ញុំអប់រំគ្រួសារមិនបានល្អទើបមានរឿងអកុសលបែបនេះទើបបណ្ដោយឲ្យអាឆោខេដែលមានចិត្តអាក្រក់ជាសម្រាប់សង្គមថោកទាបជាងសត្វធាតុបែបនេះមកបោកប្រាស់ភ្នែកពួកយើងបានគឺវាជាអ្នកញុះញង់ឲ្យបែកបាក់គ្នាខ្ញុំសូមទោសអ្នកខ្ញុំសូមអោនក្បាលសូមទោសអ្នកខ្ញុំនឹងពិនិត្យកំហុសខ្លួនឯងឲ្យបានច្បាស់ខ្ញុំសូមទោសអ្នកដោយស្មោះត្រង់លោកប្រធានលេងសូមអ្នកមេត្តាលើកលែងទោសផងអ្នកជាមនុស្សចិត្តទូលាយសូមអ្នកដោះលែងខ្ញុំម្ដងនេះទៅតែម្ដងនេះគត់ខ្ញុំសន្យាទៅថ្ងៃមុខសភាពាណិជ្ជកម្មក្រុងយ៉ាងចេញនឹងស្ដាប់តាមបញ្ជាអ្នកតែម្នាក់គត់អូមិនមែនទេខ្ញុំស្ម័គ្រចិត្តចុះចេញពីតំណែងខ្ញុំនឹងណែនាំអ្នកឲ្យធ្វើជាប្រធានសភាពាណិជ្ជកម្មជំនួសវិញចាប់ពីពេលនេះទៅក្រុមហ៊ុនលេង Group នឹងក្លាយជាអ្នកដឹកនាំក្នុងពិភពជំនួញសូមអ្នកលើកលែងទោសឲ្យខ្ញុំម្ដងនេះទៅណាឥឡូវទើបដឹងខ្លួនថាខុសមែនទេខុសហើយខ្ញុំពិតជាខុសខ្លាំងណាស់ចុះចំណែកមនុស្សពីរអ្នកនេះវិញ
អ្នកចង់ចាត់ការយ៉ាងណាក៏បានខ្ញុំមិនលូកដៃដាច់ខាតខ្ញុំនឹងចាត់ការដោយផ្ទាល់តើខ្ញុំនិយាយពីពេលណាថានឹងដោះលែងពួកអ្នកលោកប្រធានលិនធ្វើជាមនុស្សគួរទុកភ្លើកឲ្យគ្នាខ្លះផងដើម្បីថ្ងៃក្រោយងាយស្រួលជួបគ្នាទៀតពេលដែលអ្នកខលទូរស័ព្ទអំបញ្ញមិញមិនឃើញអ្នកគិតចង់ទុកភ្លើកឲ្យអ្នកដទៃផងអ្នកដែលប្តឹងប៉ូលីសគឺលោកប្រធានឡយទេមិនមែនទេទួនសៀនឡងអ្នកក៏ជាប់សង្ស័យពីបទឧក្រិដ្ឋការងារធ្ងន់ធ្ងរដែរគឺបទល្មើសសូកប៉ាន់ខុសច្បាប់នេះគឺជាដីការចាប់ខ្លួនសូមអញ្ជើញទៅជាមួយពួកយើងដើម្បីស៊ើបអង្កេតម៉ាក់ចប់ហើយលេងខ្ញុំទៅចប់ហើយចប់អស់ហើយចៅខេនិងយ៉ាវមីហ្វេងពួកអ្នកជាប់សង្ស័យពីបទមនុស្សឃាតដោយចិត្តណានិងបទរំលោភយកទ្រព្យសម្បត្តិអ្នកដទៃខុសច្បាប់រួមទាំងបទល្មើសជាច្រើនទៀតនេះគឺជាដីការចាប់ខ្លួនពួកអ្នកអត់ទេមិនមែនទេខ្ញុំត្រូវបានគេទម្លាក់កំហុសឲ្យទេឆាវឆាយណាស់អ្នកគិតរកវិធីខ្លះទៅខ្ញុំមិនចង់ជាប់គុកទេតើឲ្យខ្ញុំធ្វើម៉េចទៅមកពីអ្នកទាំងអស់អ្នកធ្វើឲ្យខ្ញុំនិងពុកខ្ញុំវិនាសអស់ហើយពុកចប់ហើយតោះទៅតើវាចប់ហើយមែនទេវាមិនទាន់ចប់ទេទុកលំបាកដែលម៉ែខ្ញុំរងគ្រោះខ្ញុំនឹងឲ្យពួកគេសង្វិញ1000ដងញ៉ាំតិចទៅកុំនិយាយអីអូយឈឺពោះណាស់អូយប្រហែលជាត្រូវគេវាយឲ្យរបួសក្នុងហើយមែនហើយជួយខ្ញុំផងណាជួយខ្ញុំផងមិនអីទេមែនទេនាងយាននាងស្រីថោកទាបអ្នកធ្វើឲ្យខ្ញុំខ្លាចជាបែបនេះខ្ញុំនឹងយកជីវិតម្ចាស់របស់អ្នកមកសង្វិញអ្នកជាអ្នកណាចេញទៅភ្លាមមិនមែនចង់ប្តឹងប៉ូលីសទេអីថយចេញឲ្យអស់ទៅចេញទៅបើមិនអញ្ចឹងទេខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាដេកមកនៅទីនេះយកទូរស័ព្ទមកឲ្យខ្ញុំតើអ្នកចង់ធ្វើស្អីឲ្យប្រាកដខ្ញុំប្រាប់ម្ដងទៀតយកទូរស័ព្ទមកឲ្យខ្ញុំកុំសម្លាប់លោកស្រីលីអីខ្ញុំឲ្យអ្នកក៏បានអាឡូលោកគ្រូពេទ្យតាមឲ្យខ្ញុំយ៉ាងម៉េចហើយមីងយេចៅខៃមិនក៏ជាអ្នកទៅវិញឥឡូវនេះម៉ែរបស់អ្នកស្ថិតក្នុងដៃខ្ញុំហើយបើចង់រស់យកលុយសុទ្ធ50លានមកជាក្រដាសប្រាក់ចាស់មកដល់មន្ទីរពេទ្យក្នុងរយៈពេល1ម៉ោងបើមិនអញ្ចឹងទេខ្ញុំនឹងយកជីវិតគាត់ឥឡូវនេះចង់ប្តឹងប៉ូលីសហើយខ្ញុំចៅវិញនេះមកពីអ្នករកសេចក្តីស្លាប់ដោយខ្លួនឯងទេមីងយាយឈប់សិនទាត់លុយមកឲ្យខ្ញុំលេងម៉ែខ្ញុំសិនមកកុំនិយាយច្រើនបើមិនអញ្ចឹងទេខ្ញុំនឹងបញ្ជូនម៉ែអ្នកទៅនៅឥឡូវនេះទាំងអស់នៅទីនេះហើយអ្នកលេងគាត់ទៅលេងម៉ែខ្ញុំទៅអ្នកអាចយកលុយទៅបានហើយខ្ញុំនិយាយហើយគឺធ្វើឲ្យបានពេលនេះអំណាចស្ថិតក្នុងដៃខ្ញុំហើយអ្នកមានសិទ្ធិអីមកចរចាជាមួយខ្ញុំបញ្ជាអ្នកលុតជង្គង់ចុះឲ្យខ្ញុំភ្លាមអ្នកកុំឲ្យវាហួសហេតុពេកលុតជង្គង់រត់អ្នកកុំធ្វើបាបពួកយើងអីបែបហ្នឹងទើបត្រូវហា
ម៉ាក់អ្នកមិនអីទេមែនទេណាយូអ្នកស្រីថោកទាបមិនរក្សាសម្ដីខ្ញុំនឹងសម្លាប់អ្នកខ្ញុំត្រូវតែសម្លាប់អ្នកឲ្យបានអ្នកស្មានថាខ្ញុំល្ងងដូចអ្នកមែនទេនាំខ្លួនទៅយេជនជាប់ចោទជើខៃមានទុកឃាតកម្មដោយចិត្តណាបទចាប់ជំរិតនិងឃុំឃាំងខុសច្បាប់បទពុករលួយកឹបកេងប្រាក់យ៉ាងច្រើនបទក្លែងបន្លំបណ្ដាំមរលផ្ដន្ទាទោសស្រុបបញ្ចូលគ្នាសម្រាប់អនុវត្តទោសប្រហារជីវិតដកហូតសិទ្ធិនយោបាយអស់មួយជីវិតជនជាប់ចោទវ៉ាងធានឡុងមានទោសពុករលួយបទរំលោភអំណាចដាក់ពន្ធនាគារអស់មួយជីវិតជនជាប់ចោទចៅប៉េហ្វាងត្រូវជាប់គុក15ឆ្នាំលោកប្រធានលីនគម្រោងធានអ៊ីជាមួយក្រុមហ៊ុនស៊ីងយ៉ាវបានចាប់ផ្ដើមជាផ្លូវការហើយនេះគឺជាឯកសារដំបូងសូមអ្នកចុះហត្ថលេខាម៉ាក់គ្រប់យ៉ាងចប់អស់ហើយក្រុមហ៊ុនលីងស៊ីនាពេលអនាគតនឹងឈានដល់ចំណុចកំពូលកាន់តែខ្ពស់មិនចាំបាច់ទន្ទឹងរង់ចាំទាល់តែអស់មួយកំប៉ុងដើម្បីឃើញពីប្រសិទ្ធភាពនោះទេជាមួយនឹងកំពូលវីតាមីនសម្រាប់ទម្ងន់យ៉ាសកាសម្រាប់បងអូនដែលចង់ស្រកគីឡូឲ្យបានលឿនចង់ផ្លាស់ប្ដូររូបរាងពីធាត់មកស្គមក្នុងរយៈពេលខ្លីអាចមកសាកល្បងប្រើបានធានាជូនថាត្រឹមមួយគ្រាប់ដំបូងបងអូននឹងឃើញផលតែម្ដងថាធូរខ្លួនស្រាលខ្លួននិងស្រស់ស្រាយជាងមុនដោយសារតែកំពូលវីតាមីនសម្រាប់ទម្ងន់យ៉ាសកាមិនមែនផ្ដោតទៅលើការស្រកគីឡូដោយសារតែការរីករាស់នោះទេប៉ុន្តែផ្ដោតទៅលើការដុតជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយទាំងមូលមិនថានៅត្រង់ក្បាលពោះភ្លៅឬដើមដៃគឺដុតខ្ទេចអស់មួយតួខ្លួននិងបណ្ដេញខ្លាញ់អាក្រក់ដែលបានដុតនោះចេញតាមញើសនិងទឹកនោមដូច្នេះហើយទៅបងអូនញ៉ាំត្រឹមតែមួយគ្រាប់ដំបូងនឹងសង្កេតឃើញខ្លួនឯងចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងចំណែកបងអូនដែលពិបាកតមអាហារឧស្សាហ៍ឃ្លានញឹកញាប់ឬខ្ជិលក្នុងការហាត់ប្រាណក៏មិនបាច់ព្រួយបារម្ភដែរញ៉ាំជាមួយវីតាមីនសម្រាប់ទម្ងន់យ៉ាសកាស្រកដោយមិនចាំបាច់តមថែមទាំងជួយកាត់បន្ថយចំណង់អាហារធ្វើឲ្យបងអូនញ៉ាំតិចជាងមុនតែឆ្អែតបានយូរហើយមិនចាំបាច់ហាត់ប្រាណក៏ស្រកគីឡូបានដែរស្រកបែបធម្មជាតិព្រោះផ្សំឡើងពីគ្រាប់ធញ្ញជាតិនិងវត្ថុធាតុផ្សំពិសេសមួយចំនួនទៀតដែលជារូបមន្តស្តង់ដារប្រទេសបារាំងកត្តានេះហើយទើបធ្វើឲ្យបងអូនញ៉ាំត្រឹមមួយកំប៉ុងដំបូងអាចស្រកចន្លោះពី3ទៅ8គីឡូបានយ៉ាងស៊ីផយស្រកដោយសុវត្ថិភាពស្តង់ដារអន្តរជាតិដែលមានការទទួលស្គាល់យ៉ាងត្រឹមត្រូវទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសប្រើប្រាស់ដោយសុវត្ថិភាពខ្ពស់បំផុតមិនភ័យខ្លាចមានផលប៉ះពាល់ទៅថ្ងៃក្រោយនោះទេជាមួយនឹងកំពូលវីតាមីនសម្រាប់ទម្ងន់យ៉ាសកាញ៉ាំហើយទទួលបានទាំងសុខភាពល្អហើយបានទាំងរាងស្អាតថែមទៀត